ផ្ដើមឡើងនៃភាគមួយនេះទួនហ្វឺយគេមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេរាងកាយរបស់គេស្រាប់តែមិនអាចកម្រើកបានចឹងក៏បានឆ្ងល់ថាតើនេះគឺមកពីដើមឈើនៃការវិវត្តតាមមែនទេស្របពេលដែលបិសាចកណ្ដុរទាំងអស់កំពុងតែសម្រុកចូលមកទួនហ្វឺយដែលហៀបនឹងសន្លប់ក៏បានគិតទៀតថាតើគេនឹងចោលឆ្អឹងនៅទីនេះមែនទេគិតរួចក៏បានសន្លប់ដេកស្លូតស្ដឹងបាត់ទៅជីមបូកាដែលឃើញម្ចាស់មានគ្រោះថ្នាក់ក៏បានស្ទុះមកប្រើល្បឿនឆ្វេងឆ្វាយយ៉ាងលឿនបញ្ចេញថាមពលចេញពីរាងកាយក៏ដូចជាឃើញមានដុះស្លាបមួយគូចេញមកក្រហមទៅកាន់បិសាចកណ្ដុរទាំងអស់នោះជាមួយនឹងកែវភ្នែកពោពេញទៅដោយថាមពលរន្ទះជីមបូស្ទុះយ៉ាងលឿនបុកទៅកាន់បិសាចកណ្ដុរឲ្យធ្លុះទៅម្ខាងគ្រាន់តែប៉ះត្រូវថាមពលរបស់ជីមបូបិសាចកណ្ដុរឯណែឆក់ត្រិតត្រឺឡើងចុះប្រកាច់បាត់ទៅហើយនៅខណៈនេះមានទាំងកណ្ដុរនិងស៊ូមប៊ីនាំគ្នាហុំព័ទ្ធចង់ធ្វើស៊ីទៅកាន់ទួនហ្វៃអញ្ចឹងបន្ទាប់ពីចាត់ការកណ្ដុរបានមួយហើយជីមបូក៏ប្រញាប់ស្ទុះមកចង់ជួយម្ចាស់តែក៏មានបិសាចកណ្ដុរមួយក្បាលចូលមកស្កាក់ផ្លូវដោយមានធំជាងវាក៏បានបុកជីមបូឲ្យប៉ាងស្ទុយទៅមួយចម្ងាយកណ្ដុរមួយក្បាលហៀបនឹងវាយប្រហារទៅកាន់ទួនហ្វៃក៏ត្រូវបានស៊ីមួយគ្រាប់កំភ្លើងទាំងដេកស្ដោកពីសំណាក់គ្នារបស់ Captain Sear រួចហើយនាងក៏បានបញ្ជាទៅកូនចៅម្នាក់ដែលមានឈ្មោះថាសៀវឈីងឲ្យចូលទៅសង្គ្រោះទួនហ្វៃទុកឲ្យនាងនិងលោកពូលីជាអ្នកបាញ់ការពារនិងប្រាប់ទៀតថាពេលដែលជួយសង្គ្រោះទួនហ្វៃហើយគេត្រូវប្រញាប់ដកថយមកវិញឲ្យលឿនបំផុតនៅនាទីដែលគ្រាប់កាំភ្លើងយ៉ាងច្រើនប្រសាចទៅលើពពួកសូវីប្រៀបដូចជាទឹកភ្លៀងលោកពូលីក៏ឆ្លៀតសួរទៅកាន់ប្រធានក្រុមថាតើនេះសមដែរទេដែលពួកគេនាំជនចម្លែកចូលទៅក្នុងជំរកនោះប្រសិនបើគេត្រូវបានខាំទៅដោយស៊ូមប៊ីនោះប្រកាសជាវីវធំមិនខាននោះឡើយអញ្ចឹង Captain Sear ក៏បានតបទៅថាពួកគេមិនអាចទុកអ្នករស់រានមានជីវិតចោលបាននោះទេហើយក្រោយមកចាំធ្វើចតាលេខៈដាក់គេនៅដាច់ដោយឡែកក៏មិនទាន់យឺតពេកនោះដែររួចហើយនាងក៏បានប្រាប់ទៅសៀវឈីងឲ្យប្រញាប់ដកថយមកវិញទទួលបញ្ជាហើយសៀវឈីងក៏ប្រញាប់លីទួនហ្វៃរត់យ៉ាងលឿនរួចហើយ Captain Sear ក៏បានប្រាប់ទៅលោកពូលីឲ្យគាត់ត្រៀមខ្លួនជួយកងតាក់បិទទ្វារស្របពេលដែលស៊ូមប៊ីទាំងអស់កំពុងព្យាយាមបុកទម្លុះចូលមកខាងក្នុង Captain Sear ក៏បាននិយាយទៀតថាទុកឲ្យនាងនិងសៀវឈីងជាអ្នកទប់ទល់នៅត្រង់នេះនិងបញ្ជាលោកពូលីឲ្យតែប្រាប់ចៅជំនួយការឲ្យប្រញាប់រៀបចំអីវ៉ាន់ផ្លាស់ប្ដូរកន្លែងស្នាក់នៅព្រោះនៅទីនេះមិនមានសុវត្ថិភាពទៀតនោះទេក្រឡេកមកមើលជីមបូអ្នកវែងកំពុងត្រូវបានហុំព័ទ្ធទៅដោយកណ្ដុរនិងស៊ូមប៊ីយ៉ាងច្រើនថ្វីត្បិតតែមានមាឌតូចតែក៏មិនមានព្រឺជាមួយនឹងបិសាចធំៗទាំងអស់នេះឡើយសក្រឺធ្មេញត្រៀមរយុទ្ធរួចហើយក៏បានស្រែកមួយទំហឹងបំពុះថាមពលក្តៀងបន្ទាប់សាច់រឿងកាត់មកកាន់ខាងក្នុងលំហដើមឈើនៃការវិវត្តឯនេះវិញយើងក៏បានឃើញរាងកាយទួនហ្វៃកំពុងតែដេកសន្លប់ស្ដុកស្ដឹងរួចហើយនិមិត្តសញ្ញាដើមឈើនៃការវិវត្តក៏បានជះពន្លឺនិងបញ្ចេញសរសៃមាសចម្លែកយ៉ាងច្រើនស្រោបជុំវិញរាងកាយរបស់ទួនហ្វៃគ្រាដែលរាងកាយរបស់គេកំពុងអណ្ដែតឡើងលើលំហថាមពលទាំងអស់នោះក៏បានប្រមូលផ្ដុំគ្នានៅលើថ្ងាសរបស់គេបញ្ចេញពន្លឺយ៉ាងខ្លាំងកាត់មកខាងក្រៅឯនេះវិញក៏ដូចជាឃើញមានឆ្កែចចកមួយក្បាលយ៉ាងធំកំពុងប្រយុទ្ធគ្នាជាមួយនឹងពពួកស៊ូមប៊ីអញ្ចឹងក្រឡេកមកមើលទួនហ្វៃឯនេះវិញបន្ទាប់ពីភ្ញាក់ពីសន្លប់ហើយគេស្រាប់តែឈឺចុកចាប់ពេញក្នុងក្បាលយ៉ាងខ្លាំងនិងឆ្ងល់ថាតើទីនេះគឺជាកន្លែងណាទៅ Captain Sear ដែលឈរនៅម្ខាងក៏បាននិយាយឲ្យគេក្រោកយឺតមើលទៅនាងក៏មិនសូវជាស្លូតប៉ុន្មាននោះដែរនិយាយដោយភ្ជង់កាំភ្លើងទៅកាន់ទួនហ្វៃនិងបន្តទៀតថានាងមានប៉ុន្មានសំណួរចង់សួរទៅគេអញ្ចឹងនាងក៏បានសួរឲ្យចង់ដឹងពីអត្តសញ្ញាណរបស់គេហើយម្យ៉ាងទៀតនាងមិនចង់ជឿនោះទេដែលគេអាចប្រយុទ្ធជាមួយនឹងពពួកស៊ូប៊ីបានមិនលឺទួនហ្វៃឆ្លើយតបនឹងខ្លួននាងរៀងមួម៉ៅបន្តិចដែរនិងប្រាប់ឲ្យគេកុំកម្រើកផ្ដេសផ្ដាសភ្លាមនោះទួនហ្វៃគេស្រាប់តែផ្លាស់ទីយ៉ាងលឿនកាន់ឆក់កាំភ្លើងចាប់ក្លេនិងភ្ជង់ទៅនាងវិញនិងនិយាយថាប្រពន្ធនេះកុំគិតថាអាចធ្វើអីគេបានឲ្យសោះនៅពេលនេះ Captain Sear នាងភ្ញាក់ផ្អើលនឹងល្បឿនរបស់ទួនហ្វៃខ្លាំងណាស់នាងមិនដឹងនោះទេថាគេមកដល់ពីក្រោយខ្នងនាងតាំងពីពេលណានោះភ្លាមនោះកូនចៅរបស់នាងក៏បានទម្លុះទ្វារចូលមកនិយាយគំរាមបែបសមត្ថកិច្ចថាកុំឲ្យទួនហ្វៃគេកម្រើកនិងបន្តទៀតថាឲ្យគេឆាប់ដាក់អាវុធចុះលើកដៃដាក់លើក្បាលរួចដើរថយក្រោយតែទួនហ្វៃមិនខ្ចីធ្វើតាមនោះទេដោយឃើញសភាពដូចជាតានតឹងខ្លាំងពេក Captain Sear ក៏បានប្រាប់កូនចៅរបស់នាងឲ្យសម្រួលអារម្មណ៍នាងមិនអីនោះទេទួនហ្វៃឯណែរៀងភ្ញាក់ផ្អើលលាន់មាត់បន្តិចពេលដឹងថាពួកគេគឺជាទាហានអញ្ចឹង Captain Sear ក៏ប្រញាប់ណែនាំខ្លួនទៅថាពួកគេមកពីក្រុមកងកម្លាំងប្រដាប់អាវុធនិងប្រាប់ទៀតថានាងជា Captain របស់ពួកគេដែលមានឈ្មោះថា Seeker ហើយក្រុមពួកគេនេះឯងជាអ្នកជួយសង្គ្រោះគេចេញពីក្រញាំដៃបិសាចកណ្ដុរទាំងអស់នោះ
រីឯអ្នកប្រុសម្នាក់នេះដោយឈឺចិត្តដែលអ្នកផ្សេងបានប៉ះដៃ Captain Sear គេក៏បានថាពួកគេមិនគួរជួយសង្គ្រោះជនចម្លែកមុខនោះទេពួកយើងបានមើលថែគេអស់រយៈពេល4ថ្ងៃមកហើយក៏អរគុណគេផងដែរដែលពេលនេះមានស៊ុំប៊ីយ៉ាងច្រើនកំពុងតែហ៊ុមព័ទ្ធនៅជុំវិញនេះបំណងរបស់អ្នកប្រុសបែកញ៉ាងម្នាក់នេះគឺចង់បណ្ដេញទូនហ្វេចេញក្រៅដើម្បីឲ្យគេបញ្ឆោតស៊ុំប៊ីដែលនៅជុំវិញនេះឲ្យចេញទៅឆ្ងាយទូនហ្វេឯណេះភ្ញាក់ខ្លួនព្រឺតតែម្ដងពេលដឹងថាគេសន្លប់អស់រយៈពេល4ថ្ងៃមកហើយអញ្ចឹងក៏ប្រញាប់ស្ទុះរត់ចេញទៅយ៉ាងលឿនតាមអ្វីដែលគេចាំបានគេបានដួលសន្លប់ភ្លាមបន្ទាប់ពីទទួលរងការវាយប្រហារពីសំណាក់បិសាចទាំងអស់នោះអ្វីដែលគេខ្វល់ចិត្តបំផុតនៅពេលនេះគឺប្អូនស្រីដែលកំពុងតែរង់ចាំនៅផ្ទះស្របគ្នានោះ Captain Sear ក៏បាននិយាយខាត់ព្រោះនៅខាងក្រៅនោះមានពពួកស៊ុំប៊ីច្រើនខ្លាំងណាស់វាមានគ្រោះថ្នាក់ខ្លាំងណាស់បើគេចេញទៅទាំងបែបនេះនោះដោយឃើញពីសមត្ថភាពរបស់ទួនហ្វៃនាងក៏បានថាចង់ឲ្យគេចូលរួមក្រុមរបស់នាងដែរតែទួនហ្វៃដូចជាមិនយល់ព្រមជាមួយនឹងសំណើរបស់កញ្ញាដ៏ស្រស់ស្អាតនោះឡើយនៅខណៈនោះក៏លេចចេញនៅស្រមោលសត្វយ៉ាងធំមួយនៅខាងក្រៅសម្លឹងមើលមកកាន់ពួកគេអញ្ចឹងវាក៏បានវាយបំបែកកញ្ចក់ប្រើក្រញាំរៀបនឹងវាយប្រហារទៅកាន់ចាជំនួយការទួនហ្វៃដែលឈរនៅម្ខាងក៏បានប្រើល្បឿនយ៉ាងលឿនស្ទុះមកទប់ទល់ជាមួយនឹងក្រញាំដៃរបស់វានិងប្រាប់ចាជំនួយការឲ្យប្រញាប់ចេញទៅឲ្យលឿនពេលនេះទួនហ្វៃគេឆ្ងល់ខ្លាំងណាស់ព្រោះជាមួយនឹងការអង្កេត level 3គេមិនគួរមានប្រតិកម្មរហ័សយ៉ាងនេះនោះទេខណៈពេលដែលគេកំពុងតែព្យាយាមទប់ទល់ជាមួយនឹងក្រញាំដៃដ៏ធំយ៉ាងលំបាកគេកាន់តែងឿងឆ្ងល់បន្ថែមទៀតព្រោះសោកស្រាប់តែលេចចេញនៅថាមពលយ៉ាងចម្លែកចេញពីរាងកាយរបស់គេឃើញទួនហ្វៃអាចទប់ទល់បានបែបនេះអ្នកដែលឈរនៅម្ខាងមានការភ្ញាក់ផ្អើលខ្លាំងណាស់និងលាន់មាត់ថាតើវាទៅរួចបានដោយរបៀបណាទៅនេះតើគេនៅតែជាមនុស្សទៀតតើមែនដែរទេទួនហ្វៃឯណោះបានស្រែកយ៉ាងខ្លាំងប្រើកម្លាំងយ៉ាងសម្បើមរបស់ខ្លួនរុញច្រានបិសាចមួយនោះចេញមួយទំហឹងស្ទុះទៅតាមរៀបនឹងបង្ហើយវារួចហើយក៏បានកើតថាសមត្ថភាពទាំងអស់របស់គេដូចជាបានកើនឡើងអញ្ចឹងគេមិនចង់គិតច្រើនទៀតនោះទេព្រោះនៅពេលនេះគេត្រូវតែដោះស្រាយជាមួយនឹងបិសាចមួយក្បាលនេះសិនយឹតដៃពេញមួយទំហឹងហៀបនឹងផ្ដាច់សង្ខាររបស់វាប៉ុន្តែភ្លាមនោះស្រាប់តែអកសើទប់កណ្ដាប់ដៃវែងឆ្ងក់ព្រោះគេមើលស្គាល់ថានេះគឺជាជីមបូសំណក់ចិញ្ចឹមរបស់គេពេលនេះគេឆ្ងល់ខ្លាំងណាស់ល្មិចក៏ជីមបូទៅជាបែបនេះទៅវិញមើលមកជីមបូឯនេះដូចជាមិនមានខ្វល់រឿងអស់អង្គអ្វីនោះឡើយគិតតែប្រឡែងលេងលិតមុខលិតមាត់ម្ចាស់ដោយក្តីនឹករលឹកអញ្ចឹងទួនហ្វៃគេសប្បាយចិត្តខ្លាំងណាស់នឹងនិយាយសុំទោសដែលគេមិនបានមើលស្គាល់វាហើយក៏ភ្ញាក់ផ្អើលក្នុងចិត្តណាស់ដែរដែលគេអាចទប់ទល់ជាមួយនឹងជីមបូក្នុងរូបរាងដ៏ធំបែបនេះដោយមិនអស់ចិត្តគេក៏សម្រេចបើក System ពិនិត្យមើលសមត្ថភាពរបស់ខ្លួនរួចហើយក៏បានឃើញថាកម្លាំងរបស់គេស្ថិតនៅ level 3 ល្បឿនស្ថិតនៅ level 3ការអង្កេតស្ថិតនៅ level 2និងថាមពលវិញ្ញាណស្ថិតនៅ level 1ដដែលនោះទេប៉ុន្តែបន្ទុកដែលគេទទួលបានបន្ទាប់ពីសម្លាប់ស៊ុំប៊ីពូជដើមនោះវាស្រាប់តែបាត់អស់រលីងអ្វីដែលគេកាន់តែងឿងឆ្ងល់នោះគឺស្រាប់តែលេចចេញនៅមុខងារការដំឡើងសែនឲ្យល្អឥតខ្ចោះដែលវាត្រូវការរហូតដល់ទៅ 10000 ពិន្ទុសម្រាប់ការដំឡើងម្ដងដោយមានរឿងងឿងឆ្ងល់ខ្លាំងពេកដូច្នេះគេក៏បានចូលទៅក្នុងលំហដើមឈើនៃការវិវត្តចូលមកដល់ភ្លាមគេស្រាប់តែភ្ញាក់ផ្អើលជាមួយនឹងរូបរាងថ្មីរបស់និមិត្តសញ្ញាដើមឈើនៃការវិវត្តរួចហើយក៏បានសួរទៅថាតើការបាត់ពិន្ទុទាំងអស់របស់គេនិងការរលាយបាត់នៃត្បូងប្រភពថាមពលមានជាប់ទាក់ទងជាមួយនឹង System ដែរឬទេអញ្ចឹង System ក៏បានឆ្លើយមកថាគ្មាននរណាឆ្ងាយនោះឡើយគឺគេនេះឯងដែលបានរៀបចំបើកដំណើរការមុខងារថ្មីនោះដែលមុខងារមួយនេះវាមានសារៈសំខាន់ក្នុងការបំបែកដែនកំណត់ដើមរបស់គេស្ដាប់រួចទួនហ្វៃក៏បានដឹងថាវាបំបែកដែនកំណត់របស់គេបែបនេះសោះទើបបានជាសមត្ថភាពទាំងអស់របស់គេកើនឡើងទាំងដែលមិនមានដំឡើងកម្រិតអ្វីសោះឡើយអញ្ចឹងទួនហ្វៃក៏បានរៀបរាប់ប្រាប់អ្នកទស្សនាឲ្យបានដឹងដែរថាមនុស្សម្នាក់មិនថាខំប្រឹងហ្វឹកហាត់ខ្លាំងប៉ុណ្ណានោះទេក៏មិនប្រាកដថាអាចបំបែកដែនកំណត់រាងកាយរបស់ខ្លួនបាននោះដែរនៅកាលពីជីវិតមុនគេបានដឹងមកថារាល់ការបំបែកដែនកំណត់សែនគឺមានហានិភ័យខ្លាំងណាស់មានអ្នកខ្លាំងជាច្រើនត្រូវបាត់បង់ជីវិតព្រោះតែរឿងមួយនេះហើយឧបសគ្គរារាំងការវិវត្តរបស់មនុស្សជាតិមួយនេះត្រូវបានគេហៅថាច្រវាក់សែនដូច្នេះនៅពេលនេះទួនហ្វៃគេសប្បាយចិត្តខ្លាំងណាស់ដែលគេអាចបំបែកដែនកំណត់របស់ខ្លួនបានអញ្ចឹងមានន័យថាសមត្ថភាពរបស់គេអាចកើនឡើងគ្មានដែនកំណត់នោះទេអ្វីត្បិតតែវាត្រូវការពិន្ទុច្រើនក៏ពិតមែនប៉ុន្
តែវាពិតជាសមតម្លៃខ្លាំងណាស់កាត់មកកាន់ខាងក្រៅឯណែវិញអ្នកគ្រប់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងនិងបានសួរថាល្មិចបានជាទួនហ្វៃនាំឆ្កែចចកធំមួយនេះមកទីនេះទៅវិញចុះពីលើជីមបូរួយទួនហ្វៃក៏បានប្រាប់អ្នកគ្រប់គ្នាកុំបាច់ភ័យខ្លាចអីនេះគឺជាសត្វចិញ្ចឹមរបស់គេការដាំឡើយវាមានមាឌតូចនិងគួរឲ្យស្រឡាញ់នោះទេប្រហែលជាមកពីវាស៊ីសូមប៊ីច្រើនពេកទើបបានជាមានមាឌធំបែបនេះដោយសារតែវាគិតថាអ្នកគ្រប់គ្នាចង់ធ្វើបាបទៅលើគេទើបបានជាវាវាយប្រហារអ្នកគ្រប់គ្នាបែបនេះខេបថេនស៊ីមិនសូវជាទុកចិត្តប៉ុន្មាននោះឡើយក៏បានសួរបញ្ជាក់ម្ដងទៀតថាតើគេពិតជាចិញ្ចឹមសត្វចម្លែកតាមមែនដែរទេអញ្ចឹងទួនហ្វៃក៏បានថារឿងនេះវាវែងឆ្ងាយខ្លាំងពេកដូច្នេះចាំគេប្រាប់នាងនៅពេលក្រោយបញ្ហាចម្បងដែលពួកគេត្រូវដោះស្រាយនៅពេលនេះគឺស៊ុំប៊ីមួយវងធំនៅខាងក្រៅដែលត្រូវបានទាក់ទាញដោយសន្ធឹកនៃការប្រយុទ្ធអំបែមិញនេះនៅពេលនេះអ្នកគ្រប់គ្នាមិនដឹងថាត្រូវធ្វើបែបណានោះទេព្រោះគ្នាពួកគេប៉ុន្មានអ្នកនេះមិនអាចតទល់ជាមួយនឹងស៊ុំប៊ីយ៉ាងច្រើនបែបនេះបាននោះឡើយទួនហ្វៃក៏បានឲ្យយោបល់ថាមិនអាចស្នាក់នៅកន្លែងមួយនេះបានទៀតនោះទេត្រូវផ្លាស់ប្ដូរទៅកន្លែងថ្មីជាបន្ទាន់តែខេបថេនស៊ីមិនដឹងថាត្រូវទៅទីណាទៀតនោះឡើយព្រោះនៅជុំវិញនេះមានតែនៅទីនេះឯងដែលមានសុវត្ថិភាពជាងគេនោះរីឯទួនហ្វៃក៏បានកាច់ដៃកាច់ជើងនិងប្រាប់ស្រីស្រស់ថាអូនស្រីមិនបាច់ព្រួយបារម្ភនោះទេនៅចម្ងាយពីទីនេះ40គីឡូមានជំរំយោធាមួយអ្នកទាំងអស់គ្នាអាចទៅទីនោះបានអញ្ចឹងខេបថេនស៊ីក៏បានថាប៉ុន្តែនៅខាងក្រៅនោះមានស៊ុំប៊ីច្រើនខ្លាំងណាស់ពួកគេមិនអាចចេញទៅបាននោះទេទួនហ្វៃក៏បានតបទៅវិញដែរថានាងកុំចាំបាច់បារម្ភអីរឿងនេះកើតឡើងព្រោះតែគេអញ្ចឹងទុកឲ្យគេជាអ្នកដោះស្រាយពួកនាងចាំតែរកឱកាសសម្រុកចេញទៅតែខេបថេនស៊ីមិនចង់ឲ្យគេចេញទៅម្នាក់ឯងនោះទេព្រោះវាមានគ្រោះថ្នាក់ខ្លាំងពេកដូច្នេះនាងក៏បានសុំខ្លួនទៅជាមួយគេដែរយ៉ាងហោចណាស់ក៏នាងអាចមើលថែគេនៅតាមផ្លូវបានដែរទួនហ្វៃមិនចង់ឲ្យនាងទៅនោះទេព្រោះនាងមិនអាចជួយអ្វីគេបាននោះឡើយបើនាងតាមគេនាំតែលំបាកឲ្យគេត្រូវមើលថែនាងវិញនោះទេម្យ៉ាងទៀតអ្នកគ្រប់គ្នាត្រូវការភាពជាអ្នកដឹកនាំរបស់នាងរួចហើយមនុស្សនិងសត្វនាំគ្នាសម្រុកចេញទៅក្រៅយ៉ាងលឿនអញ្ចឹងចៅវិនវិនក៏បានសួរដែរថាបើគេទៅម្នាក់ឯងបែបនេះតើមានគ្រោះថ្នាក់ដែរទេខេបថេនស៊ីក៏បានថាដោយសារតែទួនហ្វៃខ្លាំងជាងពួកគេអញ្ចឹងនាងមានតែជឿជាក់លើគេតែប៉ុណ្ណោះតែនាងដូចជាមិនទាន់បានសួរឈ្មោះទួនហ្វៃនោះទេអញ្ចឹងក៏សម្រេចថានឹងសួរគេនៅពេលដែលគេត្រឡប់មកវិញកាត់មកកាន់ទួនហ្វៃដែលនៅខាងក្រៅឯនេះវិញក៏បាននិយាយឲ្យថាទោះបីជាគេប្រសើរឡើងច្រើនមែនប៉ុន្តែបើប្រើដៃទទេគឺមិនអាចដោះស្រាយជាមួយនឹងស៊ុំប៊ីទាំងអស់នោះបាននោះឡើយសំឡឹងចុះឡើងក៏សម្រេចយកបង្គោលផ្លាកសញ្ញាចរាចរណ៍មួយនេះធ្វើជាអាវុធរួចហើយក៏បានក្រវាត់វាបង្គោលជាសំលេងទាំងតាក់ទាញស៊ុំប៊ីទាំងអស់នោះឲ្យប្រមូលផ្ដុំគ្នាទៅកន្លែងរបស់គេខេបថេនស៊ីឈរមើលពីចម្ងាយឯណេះភ័យចំនួនព្រោះស៊ុំប៊ីជាច្រើនបានសម្រុកទៅកន្លែងរបស់ទួនហ្វៃតែក៏បានគិតក្នុងចិត្តថានាងមិនអាចខ្វល់ពីរឿងនេះបាននោះឡើយត្រូវតែធ្វើតាមផែនការរួចហើយក៏ស្រែកប្រាប់អ្នកគ្រប់គ្នាឲ្យប្រញាប់រៀបចំអីវ៉ាន់ពួកគេនឹងចាប់ផ្ដើមចេញទៅនៅពេលនេះមកមើលទួនហ្វៃក៏បានប្រាប់ជីមបូកុំឲ្យវាបញ្ចេញសកម្មភាពច្រើនពេកព្រោះគេចង់សាកល្បងកម្លាំងរបស់គេនេះជាវេលាដ៏មានតម្លៃក្នុងការអភិវឌ្ឍសមត្ថភាពរបស់គេនិងបានកើតបាននៅពីជីវិតមុនឃើញស៊ុំប៊ីច្រើនបែបនេះគេប្រហែលជាដាក់មេប្រូចទៅបាត់ហើយប៉ុន្តែនៅពេលនេះគឺជាកំណើតជាថ្មីទុះទៅមុខស្រែកយ៉ាងខ្លាំងឲ្យពួកវាចូលមកឲ្យគេសាកល្បងជាមួយនឹងថាមពលថ្មីមួយនេះរួចហើយការប្រយុទ្ធរវាងមួយទល់នឹងរាប់រយក៏បានចាប់ផ្ដើមឃើញថាត្រឹមតែមួយក្រវាត់នោះទេស៊ុំប៊ីមួយដុំដាច់ប្រៀបដូចជាក្រដាសយ៉ាងអញ្ចឹងទួនហ្វៃក៏បានគិតដោយការរំពឹងទុកកម្លាំងរបស់គេពិតជាកើនឡើងបានច្រើនពិតមែនដោយហេតុតែមុខពួកវាឌឺខ្លាំងពេកទួនហ្វៃក៏បានដាក់ទៅមួយក្តាំងទៀតធ្វើឲ្យពួកវាប៉ាំងលប៉ាត់លប៉ាយពេញទៅនឹងឯងរួចហើយក៏លេចចេញនៅជើងស៊ុំប៊ីដ៏ធំមួយទួនហ្វៃក៏បានដឹងថាទីបំផុតមានស៊ុំប៊ីខ្លាំងជាងមុនបង្ហាញខ្លួនហើយមើលតែវាក៏គួរតែភ្ញាក់ដឹងខ្លួននៅថាមពលពិសេសដូចគ្នាតាមរយៈមាឌយ៉ាងដៀងនិងសាច់ដុំកង់ទួនហ្វៃក៏បានដឹងទៀតថានេះគឺជាស៊ុំប៊ីរងថ្នាក់ដំបូងទោះបីវាជាកម្រិតទាបបំផុតនៃពពួកអវេខិនតែបើធៀបទៅនឹងស៊ុំប៊ីធម្មតាគឺខុសគ្នាឆ្ងាយខ្លាំងណាស់ភ្លាមវាបានវាយប្រហារទួនហ្វៃទាំងកម្រាលតែគេអាចគេចផុតយ៉ាងផុយនឹងនិយាយមើលតែវាមិនមានការកាត់អីនោះទេមានត្រឹមតែការស្រែកឃ្លានតែប៉ុណ្ណោះស្ទុះទៅកាប់វាទាំងប៉ុន្តែស្បែកវារឹងដូចជាដៃថែបយ៉ាងចឹងធ្វើឲ្យអាវុធគេវាកងែងកងល់ស្ទើរតែខ្ទេចអញ្ចឹងក៏បានដឹងទៀតថាសមត្ថភាពពិសេសរបស់វាគឺស្បែកគង់ដូច្នេះទួនហ្វៃក៏កើតថានឹងយកវាធ្វើជាបាវខ្សាច់សាឡបងកម្លាំងថ្មីរបស់គេកាត់មកកាងខាងក្នុងអាគារអ្នកវិញចៅវិនក៏បាននិយាយលោកបងម្នាក់នោះបានចេញទៅយកមកហើយ
តើគាត់មិនអីទេតើមែនដែរទេខេបថេនសៀក៏ថាអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះគឺជាការរងចាំនាងជឿជាក់ថាគេនឹងត្រឡប់មកវិញរួចហើយអ្នកប្រហ័ងក៏បានលូកមាត់ថាមើលទៅអាល្អិតម្នាក់នោះប្រហែលជាមិនអាចមកវិញបាននោះទេអញ្ចឹងនៅចាំអីទៀតតោះឆាប់ចេញទៅខេបថេនសៀក៏បានតបទាំងមួម៉ៅចាប់តាំងពីពួកគេថាយល់ព្រមនឹងរងចាំអញ្ចឹងពួកគេគឺត្រូវតែគោរពតាមសន្យាតែគេមិនចេះចប់នោះទេក៏បានស្រែកតបទៅនាងវិញថាអ្នកគ្រប់គ្នាសុទ្ធតែបានឃើញមានស៊ូប៊ីរាប់សិបក្បាលបានសម្រុកទៅកន្លែងរបស់គេមិនមានផ្លូវនោះទេដែលគេអាចនៅរស់រានមានជីវិតនោះអញ្ចឹងបើយើងរងចាំនៅទីនេះគឺដូចជារងចាំស្លាប់យ៉ាងអញ្ចឹងឃើញគេស្រែកក៏ឃ្លើនដាក់ខេបថេនបែបនេះកូនចៅរបស់នាងក៏បានស្រែកប្រាប់ឲ្យគេបន្ថយសំឡេងបន្តិចទៅអាគាត់នឹងក៏បានបន្តទៀតថាគេមិនគួរជួយសង្គ្រោះទួនហ្វៃតាំងពីដំបូងមកម្លេះបើមិនមែនព្រោះតែគេនោះទេអ្នកគ្រប់គ្នាក៏មិនគួរបញ្ចប់នៅត្រឹមនេះដូចគ្នាចាប់តាំងពីអាល្អិតម្នាក់នោះបញ្ឆោតស៊ូប៊ីទៅឆ្ងាយពួកគេគួរតែចាក់ចេញទៅភ្លាមបើរងចាំដល់មេឃងងឹតនឹងគ្មានពីណាអាចចាក់ចេញទៅបាននោះទេខេបថេនសៀសក្រឺតថ្មេងខ្លាំងណាស់បានប្រាប់ឡាវលីឲ្យខ្ទប់មាត់មនុស្សល្ងងម្នាក់នេះប្រសិនបើសំឡេងរបស់គេតាក់ទាញទៅដល់ពពួកស៊ូប៊ីប្រកាសជាមានបញ្ហាធំមិនខាននោះឡើយលោកពូលីក៏យល់ស្របដូចគ្នាដែលពួកគេត្រូវចាក់ចេញពីទីនេះឲ្យបានឆាប់បំផុតពួកគេមិនដឹងនោះទេថាមនុស្សម្នាក់នោះនៅរស់ឬយ៉ាងណានោះឬក៏គេរត់គេចខ្លួនទៅបាត់ហើយទោះបីជាគេត្រឡប់មកវិញមិនឃើញពួកយើងគេក៏អាចទៅរកពួកយើងដោយខ្លួនឯងនៅឯជំរំថ្មីនោះបានដែរដូច្នេះខេបថេនសៀក៏ថានាងនឹងទៅមើលដើម្បីបញ្ជាក់ថាគេស្លាប់ឬក៏រស់នោះហើយបើសិនជារយៈពេល30នាទីមិនឃើញនាងត្រឡប់មកវិញអញ្ចឹងឡាវលីលោកដឹកនាំអ្នកគ្រប់គ្នាទៅជំរំថ្មីនោះចុះលោកពូលីមិនចង់ឲ្យខេបថេនរបស់គេទៅម្នាក់ឯងនោះទេព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ខេបថេនសៀក៏បានបន្ថែមនាងមិនចង់ឲ្យអ្នកគ្រប់គ្នាបន្តនៅទីនេះប៉ុន្មាននោះឡើយប៉ុន្តែយ៉ាងណានាងក៏មិនអាចក្បត់ពាក្យសន្យារបស់ខ្លួនបាននោះដែរភ្លាមនោះអាស៊ូប៊ីសាច់ដុំក៏លបមកពីក្រោយចង់ធ្វើស៊ីនាងឡាវលីដកកាំភ្លើងភ្ជង់យ៉ាងលឿននិងប្រាប់ខេបថេនឲ្យប្រយ័ត្នខ្លួនមិនទាំងបានប៉ុន្មានផងទួនហ្វៃក៏ស្ទុះមកដើរវាមួយដៃឲ្យខ្ទាតបាត់ទៅចាយវិនសប្បាយចិត្តខ្លាំងណាស់ពេលឃើញទួនហ្វៃត្រឡប់មកវិញទួនហ្វៃក៏ថាឲ្យគេសូមអភ័យទោសផងដោយមានរឿងនឹកស្មានមិនដល់នៅតាមផ្លូវអញ្ចឹងគេក៏បានចំណាយពេលមួយចំនួនដើម្បីដោះស្រាយខេបថេនសៀមិនបានថាអីផ្ទុយទៅវិញនាងខ្មាស់អៀនខ្លាំងណាស់ដែលក្នុងនាមជាមន្ត្រីប៉ូលីសបែរជាបណ្ដោយឲ្យគេស្ថិតក្នុងគ្រោះថ្នាក់តែម្នាក់ឯងទៅវិញទួនហ្វៃបន្តកញ្ញាមិនបាច់គួរសមអីនោះទេបើសិនមិនមានពួកនាងជួយសង្គ្រោះគេនោះទេម្ល៉េះហើយប្រហែលជាគេបានទៅបើកលុយអង្គុយហូបស៊ុបស៊ីឈាន់បាត់ទៅហើយស៊ូប៊ីទាំងអស់ដែលនៅក្បែរនេះគេដាក់ឲ្យដេកស្បាបអស់ហើយអញ្ចឹងក៏ដល់ពេលដែលត្រូវចាក់ចេញទៅជំរុំថ្មីដូចគ្នាដូច្នេះទួនហ្វៃក៏បានឲ្យជីមបូជួលអ្នកគ្រប់គ្នាទៅដើម្បីប្រាកដថានឹងមិនមានគ្រោះថ្នាក់នោះទេនៅតាមផ្លូវខេបថេនសៀឆ្ងល់ខ្លាំងណាស់ថាតើទួនហ្វៃមិនទៅជាមួយនឹងពួកគេទេឬទួនហ្វៃក៏ថាគេត្រូវត្រឡប់ទៅរកប្អូនស្រីដែលកំពុងរងចាំនៅផ្ទះនៅលើខ្នងជីមបូខេបថេនសៀក៏បានបោះកាតាប្រគល់ទៅឲ្យទួនហ្វៃវិញនិយាយអរគុណនិងសួរថាតើពួកគេនឹងអាចជួបគ្នាម្ដងទៀតដែរទេទួនហ្វៃក៏ថាគេក៏នឹងទៅជំរុំថ្មីដែរបន្ទាប់ពីទទួលប្អូនស្រីរួចឆ្លៀតឱកាសនោះខេបថេនសៀក៏បានឆ្លៀតសួរសុំស្គាល់ឈ្មោះគេអញ្ចឹងអ្នកក្លាហានរបស់យើងក៏បានប្រាប់ទៅថាគេឈ្មោះទួនហ្វៃខេបថេនសៀតបអញ្ចឹងទួនហ្វៃនាងមានរឿងជាច្រើនដែលត្រូវសួរគេដូច្នេះលោកត្រូវតែទៅជំរុំថ្មីនិងប្រាប់ឲ្យគេថែខ្លួនព្រមព្រៀងគ្នារួចទួនហ្វៃក៏ប្រាប់ជីមបូឲ្យចេញដំណើរត្រូវជួលអ្នកគ្រប់គ្នាទៅដល់គោលដៅមុនម៉ោង12ជីមបូទៅផតក៏បានកើតបន្ទាប់ពីម៉ោង12គ្រោះមហន្តរាយពិតប្រាកដនឹងចាប់ផ្ដើមនៅពេលនោះនឹងមានស៊ូប៊ីយ៉ាងច្រើនអវេខាននៅថាមពលពិសេសទោះបីជាពេលនេះជីមបូស្ថិតនៅរ៉ាង S ថ្នាក់ដំបូងតែគេមិនទាន់អវេខាននៅថាមពលពិសេសនៅឡើយនោះទេប្រសិនបើវាបានជួបនៅស៊ូប៊ីអវេខានប្រកាសជាខ្ចប់របស់គេមិនខាននោះឡើយរួចហើយគេក៏បានប្រើល្បឿនយ៉ាងលឿនរត់នៅតាមផ្លូវនិងនិយាយថាឲ្យរងចាំគេត្រឡប់ទៅវិញហើយមកដល់អគារស្នាក់ចាប់ប្រាំងឆ្ងល់ពេលនេះគេភ្ញាក់ផ្អើលខ្លាំងណាស់និងឆ្ងល់ថាតើមានរឿងអ្វីទៅមានស្លាកស្នាមនៃការបាញ់ប្រហារតែក្រុមមួយណាដែលមកទីនេះអញ្ចឹងក៏ប្រញាប់វាយអេកូមទៅរកស៊ីនយូប៉ុន្តែមិនមានការឆ្លើយតបនោះទេស្ទុះយ៉ាងលឿនរត់ទៅខាងក្នុងអគារ
នឹងកាត់គេមិនគួរចេញឆ្ងាយពីផ្ទះទៅសម្លេះសូប៊ីនោះឡើយនៅពេលនេះក្រុមយោធាកំពុងមមាញឹករៀបចំទីជម្រកក្នុងស្ថានភាពដ៏វឹកវរបែបនេះប្រទេសគ្មានច្បាប់នោះទេអញ្ចឹងប្រាកដជាមានមនុស្សមួយចំនួនចេញមកប្រព្រឹត្តរឿងមិនល្អប្រសិនបើបែបនេះមែនប្រាកដជាមានបញ្ហាធំមិនខាននោះឡើយដោយហេតុតែភ្លើងត្រូវបានកាត់ផ្តាច់អស់ហើយអញ្ចឹងក៏រៀងមួម៉ៅបន្តិចដែរមកដល់ខាងលើក៏បានឃើញបន្ទប់ជាច្រើនត្រូវបានគេគាស់ទ្វារដូច្នេះក៏កើតថានេះប្រហែលជាស្នាដៃរបស់ឧក្រិដ្ឋជនហើយមនុស្សទាំងនោះមិនមានក្រមសីលធម៌នោះទេពេលខ្លះគួរឲ្យខ្លាចជាជាងស៊ូប៊ីទៅទៀតបន្តទៅមុខបណ្ដាបន់ក្នុងចិត្តបណ្ដាសូមកុំឲ្យប្អូនស្រីមានបញ្ហាអីឲ្យសោះចូលមកដល់ក្នុងបន្ទប់ព្យាយាមស្រែករកប្អូនស្រីប៉ុន្តែមិនមានការឆ្លើយតបនោះឡើយឃើញត្រឹមតែរទេះដួលនិងរូបថតបែកបាក់ពេលនេះទួនហ្វៃគេខឹងខ្លាំងណាស់ផ្ទុះកំហឹងចេញពីខ្លួនយ៉ាងសម្បើមសច្ចាថាគេនឹងហែកជាជំរាកអ្នកដែលធ្វើរឿងមួយនេះនិយាយប្អូនស្រីកុំខ្លាចបងប្រុសនឹងទៅជួយហើយនៅខាងក្រៅឯវិញឃើញមានមនុស្សមួយក្រុមកំពុងបាញ់ទូនរាំងជាមួយនឹងស៊ូប៊ីតែដូចជាត្រូវបានជាប់គាំងឡានដោយសារសាកសពស៊ូប៊ីបាត់ទៅហើយដោយស៊ូប៊ីយ៉ាងច្រើនកំពុងឡោមព័ទ្ធពេលនេះពួកគេភ័យខ្លាំងណាស់មិនដឹងថាត្រូវធ្វើអ្វីនោះទេក្នុងនាទីដ៏សែនគ្រោះថ្នាក់មួយនេះមើលទៅអ្នកដែលជាចៅហ្វាយរបស់ពួកគេដូចជាមិនមានព្រួយអ្វីនោះឡើយអញ្ចឹងយើងក៏បានឃើញអ្នកដែលចាប់ស៊ីនយូមកគឺជាអាគាត់ម្នាក់នេះឯងរួចហើយបន្តប្រាប់ទៅកូនចៅរបស់គេថាកុំបាច់ព្រួយបារម្ភអីគេបានបញ្ជូនដំណឹងប្រាប់ទៅលោកពូរបស់គេរួចហើយបន្តិចទៀតក្រុមសង្គ្រោះនឹងមកដល់ដូច្នេះត្រូវតែការពារសំណត់ចិត្តរបស់គេឲ្យបានល្អរីឯស៊ីនយូដែលជាប់ចំណងក៏និយាយសូមឲ្យគេដោះលែងនាងទៅនាងឆ្ងល់ខ្លាំងណាស់ហេតុអីបានជាគេធ្វើបែបនេះទៅវិញក្នុងវេលានេះពួកគេគួរតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងស៊ូប៊ីអាគាត់នឹងក៏បានតបទៅវិញទាំងមិនខ្វល់ថាគេមិនមានឆន្ទៈលះបង់សម្រាប់អ្នកដទៃដល់ថ្នាក់នេះនោះឡើយឥឡូវនេះមានតែភាពអាត្មានិយមនោះទេដែលល្អបំផុតនោះក្នុងស្ថានភាពដ៏ច្របូកច្របល់បែបនេះជានាទីដ៏ឥតខ្ចោះបំផុតក្នុងការបង្កើតអំណាចគេគឺចង់បង្កើតអាណាចក្រផ្ទាល់ខ្លួនមួយភ្លាមនោះក៏ស្រាប់តែឮសំឡេងទៀងហើយផ្សែងជប់គេឆ្ងល់ខ្លាំងណាស់តើនេះជាអ្នកដែលលោកពូរបស់គេបញ្ជូនមកតើមែនដែរទេហេតុអីបានជាមានតែម្នាក់យ៉ាងអញ្ចឹងមើលស្គាល់ថាជាទួនហ្វៃស៊ីនយូក៏ស្រែកយ៉ាងខ្លាំងហៅបងប្រុសមើលទៅខ្សែភ្នែកទួនហ្វៃដូចជាមិនស្លូតនោះឡើយចាប់ក្បាលគេម្នាក់នេះក្រវែងទៅក្នុងវងស៊ូប៊ីធ្វើប្រងើយនៅសល់ម្នាក់ទៀតភ័យខ្លាំងណាស់ភ្ជង់កាំភ្លើនិយាយទាំងញ័រខ្លួនទៅតាត់សួរទៅកាន់ទួនហ្វៃថាតើជាពីណាគេទួនហ្វៃមិនខ្ចីចលក់មាត់នោះឡើយបានចាប់ក្រវែងគេបោះទៅធ្វើជាចំណីស៊ូប៊ីម្នាក់ទៀតឃើញបងប្រុសសាហាវបែបនេះសៀនយូឯណែឡើងគាំងបាត់ទៅហើយរួចហើយអាគាត់នេះក៏បានស្រែកគំរាមក៏មកទួនហ្វៃចូលមកឲ្យសោះបើមិនអញ្ចឹងទេគេនឹងសម្លេះសៀនយូចោលនិយាយមិនទាន់ទាំងចប់ស្រួលបួផងទួនហ្វៃក៏បានធាក់ទម្លាក់កាំបិតចាប់ក្របួយកអាវលើកគេឡើងប៉ុណ្ណឹងហើយនៅមិនទាន់រៀងនិយាយទាំងក៏ឃ្លានទៅកាន់ទួនហ្វៃសួរថាតើហ៊ានធ្វើបែបនេះដាក់គេមានស្គាល់ថាគេជានរណាដែរទេប៉ះជាមួយអ្នកណាមិនប៉ះជាមួយទួនហ្វៃដែលឆ្លងមកពីអនាគតអញ្ចឹងក៏បានរៀបរាប់យ៉ាងហូរហែទៅថាគេឈ្មោះគាន់ជាឡុងគ្មានទំនើងប្រចាំតំបន់នេះពឹងផ្អែកលើឥទ្ធិពលរបស់លោកពូគាន់ចុងហួរអ្នកមានអំណាចក្នុងជួរយោធាដែលធ្វើរឿងអាក្រក់គ្រប់ទីកន្លែងឃើញថាទួនហ្វៃរៀបរាប់មកច្បាស់ដូចជាកំពុងមើលព្រីយ៉ងខ្លាំងពេកអញ្ចឹងក៏ចាប់ផ្ដើមភ័យសួរទៅថាតើទួនហ្វៃជានរណាហេតុអីបានចេះដឹងច្រើនអំពីគេខ្លាំងម្ល៉េះតែទួនហ្វៃមិនប្រាប់នោះឡើយថានេះមិនមែនជារឿងដែលគេត្រូវដឹងនោះទេសម្លឹងខាងក្រោមឃើញស៊ូប៊ីច្រើនខ្លាំងពេកយំផងអង្វរផងសូមកុំឲ្យទួនហ្វៃលែងដៃអីគេមិនទាន់ចង់ស្លាប់នោះឡើយថែមទាំងសុំទោសនិងសុំឲ្យដោះលែងគេទៅគេដឹងកំហុសហើយតែទួនហ្វៃដូចជាមិនយល់ព្រមនោះទេអង្វរផងអីផងមិនមានប្រសិទ្ធភាពក៏បដូរទៅជាស្រែកគំរាមវិញប្រសិនបើទួនហ្វៃហ៊ានសម្លាប់គេនោះលោកពូរបស់គេនឹងមិនដោះលែងទួនហ្វៃនោះឡើយភ្លាមនោះក៏មានឧទ្ធម្ភាគចក្រពីរគ្រឿងបានមកដល់គេសប្បាយចិត្តខ្លាំងណាស់ដឹងថាជំនួយបានមកដល់ហើយតែគ្មានទេប៉ះជាមួយទួនហ្វៃក៏បានលែងដៃឲ្យគេធ្លាក់ទៅក្នុងវងស៊ុំប៊ីបាត់ទៅស្របពេលដែលក្រុមទាហានក៏ដឹងថាពួកគេមកដល់យឺតពេកហើយអញ្ចឹងអាគាត់ដែលប្រហែលជាបងប្អូនជីដូនមួយបង្កើតជាមួយនឹងប្រូឌីគ្រាន់តែសម្បល់ខុសគ្នាក៏បានរាយការណ៍ប្រាប់ទៅមេបញ្ជាការរបស់គេទៅថាលោកក្មួយរបស់គាត់បានទៅបើកលុយបាត់ទៅហើយពេលដែលពួកគេមកដល់ឮអញ្ចឹងហើយអ្នកម្ខាងទៀតខឹងឡើងចង់ស្លឈាមបាត់ទៅហើយសួរទាំងកំហឹងថាតើនរណាជាអ្នកធ្វើបើជាស៊ុំប៊ីគឺមិនអាចនោះឡើយអញ្ចឹងគេក៏បានប្រាប់ទៅមេបញ្ជាការវិញថាឃើញមានយុវជនម្នាក់នៅកន្លែងកើតហេតុរួចក៏បានសួរថាតើពួកគេគួរធ្វើអ្វីបន្ទាប់ទៀត
អញ្ចឹងមេបញ្ជាការក៏បញ្ជាឲ្យសម្លេះស៊ីនយូនិងទួនហ្វៃចោលតែម្ដងទទួលបញ្ជាហើយក៏ប្រាប់កូនចៅឲ្យកំណត់គោលដៅអ្នកទាំងពីរដែលនៅខាងក្រោមនោះស៊ីនយូនៅខាងក្រោមម្នាក់ឆ្ងល់ខ្លាំងណាស់សួរបងប្រុសថាតើពួកគេជានរណាទួនហ្វៃគ្រាន់តែក្រឡេកឃើញក៏ដឹងថាជាកូនចៅរបស់គាត់ចុងហួរមិនអាយអង់យូប្រញាប់បីប្អូនស្រីដាក់មេប្រូចរត់ទៅយ៉ាងលឿនក្រុមទាហានបានបាញ់គ្រាប់មីស៊ីលចេញទៅទាំងតែជាសំណាងល្អដែលគេរហ័សកិច្ចទាន់មកដល់កន្លែងសំគួរមួយហើយប្រាប់ប្អូនស្រីឲ្យរងចាំនៅទីនេះហើយគេនឹងចេញទៅបញ្ឆោតទាហានមួយក្រុមនោះឲ្យចេញទៅឆ្ងាយអញ្ចឹងស៊ីនយូបារម្ភខ្លាំងណាស់ប្រាប់បងប្រុសឲ្យត្រឡប់មកវិញដោយមានសុវត្ថិភាពយល់ព្រមនឹងប្អូនស្រីហើយក៏ប្រញាប់ចាក់ចេញទៅវិញស៊ីនយូនៅខាងក្នុងមិនអាចជួយអីបងប្រុសបានត្រឹមតែតូចចិត្តយំសម្រក់ទឹកភ្នែកនៅខាងក្រៅឯណេះគ្រាន់តែឃើញវត្តមានរបស់ទួនហ្វៃភ្លាមពួកគេបាញ់ប្រសាយគ្រាប់កាំភ្លើងប្រៀបដូចជាទឹកភ្លៀងយ៉ាងអញ្ចឹងទួនហ្វៃមិនអាចធ្វើអីបានត្រឹមតែប្រើល្បឿនឆ្វេងឆ្វាច់កិច្ចយ៉ាងលឿនរួចហើយយកបានទ្វារមួយធ្វើជារនាងខែរាំងគ្រាប់នៅនីតិនេះអាចនិយាយបានថាចោលទឹកក្រពើឡើងលើខ្លារីឯឡើងដើមឈើគឺជាពស់ថ្លាន់ព្រោះមានសូមប៊ីយ៉ាងច្រើនមកពីក្រោយខ្នងគេដែលត្រូវបានតាក់ទាញទៅដោយសម្លេងស្នូរកាំភ្លើងយ៉ាងសម្បើមតួច្រកហើយក៏ក្រវែងទ្វារគុកសំដៅទៅកាន់ពពួកសូមប៊ីបើកផ្លូវទ្វារដែលគេគុកចេញទៅនោះវើខ្ញាល់ប្រៀបដូចជាកង្ហារយ៉ាងអញ្ចឹងសម្លេះសូមប៊ីបានយ៉ាងច្រើនហើយគេក៏ទទួលបានពិន្ទុយ៉ាងច្រើនដូចគ្នារួចហើយ System ក៏ឆ្លៀត alert ឡើងបង្ហាញមកថានៅសល់រយៈពេល30នាទីទៀតចុងបញ្ចប់នៃពិភពលោកយ៉ាងពិតប្រាកដនឹងមកដល់មិនឃើញទួនហ្វៃកើតអីគេម្នាក់នេះភ្ញាក់ផ្អើលខ្លាំងណាស់ងឿងឆ្ងល់ថាតើអាល្អិតម្នាក់នោះនៅតែជាមនុស្សទៀតដែរទេឆ្លៀតសរសើរទួនហ្វៃបន្តិចដែលគេឆ្លាតចេះរត់គេចទៅកន្លែងដែលមានអគារខ្ពស់រួចហើយប្រាប់កូនចៅឲ្យបន្ទាបខ្លួននិងបន្តបាញ់ប្រហារទៅកាន់ទួនហ្វៃកុំឲ្យដាច់សូមប៊ីមួយក្បាលនេះគ្រាន់តែគ្រាប់ប្រសាច់បាញ់ត្រូវធ្លុះបែកសាច់ខ្ទេចវល់តែម្ដងឃើញដូចជាខូខើពេកទួនហ្វៃឯនេះក៏បានកើតពួកគេប្រហែលជាឈួតហើយខណៈពេលដែលមិនអាចធ្វើអីបានត្រឹមតែផ្លាស់ទីកិច្ចតាមតែអាចធ្វើទៅបានបន្តគិតបណ្ដាថាអាវុធប្រភេទនេះមិនអាចគ្រប់គ្រងបាននោះទេប្រសិនបើមានអ្នករស់រានមានជីវិតផ្សេងទៀតនៅក្បែរនេះលទ្ធផលមិនខុសគ្នាពីសូមប៊ីអំបែងមិញនេះឡើយអញ្ចឹងអ្វីដែលគេត្រូវធ្វើនៅពេលនេះត្រូវចេញពីទីនេះឲ្យបានជាមុនសិនគ្រាប់រំសេវដ៏មានតម្លៃតែពួកគេបែរជាខ្ជះខ្ជាយយ៉ាងនេះទៅវិញអញ្ចឹងក៏បានគុំក្នុងចិត្តជាមួយនឹងកូនចុងហួរនោះយ៉ាងខ្លាំងកូនទាហានម្នាក់នេះមិនចង់ជឿនោះឡើយនឹងឆ្ងល់ថាតើទួនហ្វៃនៅតែជាមនុស្សទៀតដែរទេដែលអាចគេចផុតពីគ្រាប់កាំភ្លើងដ៏សម្បើមបែបនេះបានដូច្នេះគេម្នាក់នេះក៏បានស្នេបកាំភ្លើងតម្រង់ទៅកាន់ទួនហ្វៃនិងនិយាយឆាប់រត់កាន់តែឆ្ងាយកាន់តែល្អរួចហើយក៏បានបាញ់ចេញទៅទាំងត្រូវចំស្មារបស់ទួនហ្វៃរបួសយ៉ាងខ្លាំងអញ្ចឹងកូនចៅរបស់គេក៏បានរាយការណ៍មកថាទួនហ្វៃបានរត់ទៅលាក់ខ្លួននៅខាងក្នុងអគារដែលមានរងរបួសហើយគេក៏បានប្រាប់តែកូនចៅវិញថាក្លិនឈាមរបស់ទួនហ្វៃនឹងតាក់ទាញសូមប៊ីយ៉ាងច្រើនប្រាប់ពួកគេឲ្យតាមដានក្រុមសូមប៊ីឲ្យជាប់បន្តកើតថាតើមានរឿងអ្វីកើតឡើងទៅនឹកស្មានមិនដល់នោះទេដែលគេបាញ់ខុសគោលដៅបែបនេះមើលទៅអាល្អិតម្នាក់នោះគួរតែគេចផុតដោយសារប្រតិកម្មយ៉ាងរហ័សរបស់គេក្រឡេកមកមើលទួនហ្វៃនៅខាងក្នុងឯនេះវិញស្មានមិនដល់នោះទេថាមាន Sniper លបបាញ់បែបនេះហើយគេក៏មិនអាចលាក់ខ្លួននៅទីនេះបានយូរនោះដែរព្រោះក្លិនឈាមរបស់គេបានតាក់ទាញសូមប៊ីយ៉ាងច្រើនខណៈពេលដែលឃើញសូមប៊ីយ៉ាងច្រើនប្រមូលផ្ដុំគ្នានៅត្រង់នេះអញ្ចឹងពួកគេក៏ដឹងថាទួនហ្វៃលាក់ខ្លួននៅក្នុងអគារមួយនេះឯងមិនបង្អង់យូរបាញ់គ្រាប់មីស៊ីលហោះទៅពីវខ្ទុះទាំងបន្តពីភាគមុនបន្ទាប់ពីផ្ទុះក្តាំងហើយពួកគេក៏គិតថាទួនហ្វៃប្រហែលជាខ្ចប់បាត់ហើយតែពេលដែលផ្សែងរសាត់បាត់អស់ទៅមើលឲ្យជាក់ទើបដឹងថាទួនហ្វៃមិនទាន់កើតអីនោះទេរួចហើយក៏បានឃើញជីមបូស្រែកបញ្ចេញអានុភាពយ៉ាងខ្លាំងអញ្ចឹងទួនហ្វៃក៏បានថាប្រសិនបើជីមបូមកជួយគេមិនទាន់នោះទេពេលនេះប្រហែលជាគេបានតែបើកលុយមិនខាននោះឡើយបន្តនិយាយថាគេត្រូវតែធ្វើអ្វីម្យ៉ាងហើយដើម្បីបានចូលទៅចិត្តឧទ្ធម្ភេសជ្ជៈទាំងពីរគ្រឿងនោះជីមបូដូចជាយល់នៅសម្ដីរបស់ម្ចាស់ក៏មកបងបោះអង្អែទំនងជាចង់ប្រាប់ថារឿងនេះទុកឲ្យគេជាអ្នកដោះស្រាយរួចហើយបញ្ចេញថាមពលរន្ទះយ៉ាងសម្បើមត្រៀមប្រយុទ្ធឃើញអញ្ចឹងទួនហ្វៃក៏ថាជីមបូមើលទៅឯងប្រហែលជាឃ្លានហើយពេលនេះក្រុមទាហានឆ្ងល់ខ្លាំងណាស់ថាតើសត្វចម្លែកមួយនេះមកដល់តាំងពីពេលណាទៅហើយវាថែមទាំងអាចហោះហើរបានទៀតផង
មិនបងអង្គយូជីមបូក៏បានស្ទុះទៅខ្វាយឧទ្ធម្ភភេសជ្ជៈមួយដៃឲ្យវាខ្ទុះធ្លាក់ខ្ពាកមួយបាត់ទៅគាត់ម្នាក់នេះងឿងឆ្ងល់ខ្លាំងណាស់ក៏ព្រោះតែបេសកកម្មរបស់ពួកគេមិនបាននិយាយថាមានសត្វចម្លែកនោះទេអ្នកដែលនៅឧទ្ធម្ភភេសជ្ជៈមួយគ្រឿងទៀតមិនជឿនោះទេថាជីមបូអាចទប់ទល់ជាមួយនឹងការបាញ់រះរបស់ពួកគេបាននោះភ្លាមពួកគេស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែបាត់វត្តមានរបស់ទួនហ្វៃនិងជីមបូមិនដឹងទៅណានោះទេមិនឲ្យឆ្ងល់យូរទួនហ្វៃក៏លបឡើងមកពីក្រោយរួចសួរពួកគេថាតើកំពុងរកខ្លួនមែនទេសុកឮសំឡេងទួនហ្វៃពីក្រោយពួកគេភ័យខ្លាំងណាស់ឮសំឡេងព្រិះព្រុសនៅខាងកូនចៅគេម្នាក់នេះភ្ញាក់ផ្អើលខ្លាំងណាស់ក៏បានស្រែកសួរទៅថាតើមានរឿងអ្វីកើតឡើងនឹងកើតទាំងតក់ស្លុតថាតើកូនជឿឡងបានប៉ះពាល់ទៅដល់អ្នកណាទៅបន្ទាប់កូនចៅរបស់គេក៏បានរាយការណ៍មកថាពួកគេបានរកឃើញអ្នករស់រានមានជីវិតផ្សេងទៀតឮចឹងគេសប្បាយចិត្តខ្លាំងណាស់នឹងនិយាយមើលទៅគេមិនទាន់ដល់ផ្លូវទាល់ច្រកនោះទេមកមើលទួនហ្វៃឯណែវិញចុះមកដល់ខាងក្រោមបានប្រាប់ជីមបូថាចាំគេណែនាំប្អូនស្រីឲ្យវាស្គាល់ភ្លាមនោះក៏ឮសំឡេងអាគាត់មេតាហានិយាយថាទីបំផុតពួកគេបានជួបគ្នាហើយភ្ជុងទៅកាន់ស៊ីនយូបណ្ដានិងបន្តទៀតថាមើលទៅនារីម្នាក់នេះមានតម្លៃខ្លាំងណាស់សម្រាប់ឯងស៊ីនយូឯណេះខ្លាចខ្លាំងណាស់បានត្រឹមតែស្រែកហៅបងប្រុសពេលនេះទួនហ្វៃខឹងខ្លាំងណាស់ស្រែកឲ្យគេដោះលែងស៊ីនយូទៅហើយខ្លួននឹងយល់ព្រមទៅជាមួយពួកគេតែអាគាត់មេតាហានដូចជាមិនយល់ស្របនោះទេនិយាយទាំងក៏ឃ្លានទៅថាគេចង់ដឹងណាស់ថាតើទួនហ្វៃលឿនជាងរឿងមួយក៏គ្រាប់កាំភ្លើងរបស់គេលឿនជាងពេលនេះទួនហ្វៃខឹងផងភ័យផងប្រាប់ឲ្យគេឈប់ទៅគោលដៅរបស់ពួកគេគឺជាគាត់នាងមិនមានពាក់ព័ន្ធអីនោះទេមកចាប់គាត់យកទៅឲ្យចៅហ្វាយរបស់ពួកគេទៅរួចហើយក៏ប្រាប់ជីមបូថាត្រូវតែនាំប្អូនស្រីរបស់គេទៅកាន់កន្លែងដែលមានសុវត្ថិភាពទោះជាខ្លាចយ៉ាងណាតែស៊ីនយូមិនចង់ឲ្យបងប្រុសធ្វើបែបនេះនោះទេប្រាប់បងប្រុសកុំឲ្យបារម្ភហើយឆាប់រត់ទៅខណៈពេលដែលដាចូលមកប្រកល់ខ្លួនទួនហ្វៃក៏បានកាត់ថាគេបានសន្យារួចហើយថានឹងមិនទុកប្អូនស្រីចោលនោះទេហើយក៏មិនចង់រស់នៅដោយភាពសោកស្ដាយនោះដែរគេម្នាក់នេះក៏ឆ្លៀតសរសើរថាទួនហ្វៃចំជាបុរសល្អមែនក្រឡេកមកខាងនេះវិញក៏បានឃើញកូនចៅរបស់គេតម្រង់កាំភ្លើងធំនិងរាយការណ៍ថាមុខសញ្ញាបានដើរមកដល់គោលដៅហើយអញ្ចឹងគេក៏បញ្ជាឲ្យបាញ់ចេញទៅតែម្ដងភ្លាមក៏មានគ្រាប់មីសេយ៉ាងច្រើនបាញ់សម្ដៅទៅកាន់កន្លែងទួនហ្វៃខ្ទុះដៀងស៊ីនយូតក់ស្លុតខ្លាំងណាស់បានត្រឹមតែស្រែកហៅបងប្រុសយ៉ាងខ្លាំងឃើញអញ្ចឹងគេម្នាក់នេះសប្បាយចិត្តខ្លាំងណាស់គិតថាបេសកកម្មបានជោគជ័យហើយតែជាក់ស្ដែងគឺជីមបូមករងគ្រាប់ជំនួសមិនឃើញវត្តមានទួនហ្វៃគេស្លន់ស្លោខ្លាំងណាស់ទួនហ្វៃឯណែក៏បានផ្លាស់ទីមកពីក្រោយដាក់គេមួយដៃទាំងប៉ាងស្ទួយរួមទាំងស៊ីនយូក៏ខ្ទាតទៅមួយចម្ងាយដូចគ្នាប៉ាងខ្ទប់ចិញ្ចៀងប៉ុណ្ណឹងហើយក៏ឆ្លៀតបញ្ជាកូនចៅឲ្យតម្រង់កាំភ្លើងទៅកាន់ស៊ីនយូឃើញអញ្ចឹងទួនហ្វៃមិនចង់ជឿនោះទេស៊ីមួយដៃប៉ុណ្ណឹងហើយគេនៅតែមានជីវិតទៀតរួចហើយស្ទួយយ៉ាងលឿនក្រសោបប្អូនស្រីរងគ្រាប់មីសឺយ៉ាងច្រើនជំនួសពេលនេះទួនហ្វៃរងរបួសយ៉ាងធ្ងន់ស៊ីនយូឯណេះភ័យខ្លាំងណាស់យំផងបន្តខ្លួនឯងផងព្យាយាមសួរសុំឲ្យបងប្រុសឆាប់បើកភ្នែកឡើងមកអាគាត់ម្នាក់នេះដើរចេញពីកំណត់បែកបាក់ក៏ថាអំបែមិញនេះគេវិសនឹងបានតែបើកលុយឆ្អឹងជំនីខាងឆ្វេងរបស់គេបាក់ទាំងអស់តែម្ដងបើមិនមានកាំភ្លើងរបស់គេជួយរងនោះទេពេលនេះប្រហែលជាគេបានតែបើកលុយមែនតែនហើយកាត់មកស៊ីនយូវិញនៅតែយំសុំឲ្យបងប្រុសកុំចាក់ចែងពីខ្ញុំអីបើកភ្នែកឡើងយកដៃជួយទឹកភ្នែកប្អូនស្រីរួចប្រាប់កុំឲ្យនាងយំអីនិងសូមទោសដែលគេបរាជ័យក្នុងការការពារប្អូនស្រីស៊ីនយូក៏ថាមិនមែនជាកំហុសរបស់បងប្រុសនោះឡើយគឺនាងនោះទេដែលជាមេបញ្ហានោះនៅដង្ហើមទឹកទួនហ្វៃក៏ព្យាយាមនិយាយទៀតថាបងសប្បាយចិត្តណាស់ដែលបានជួបឯងម្ដងទៀតគ្រប់យ៉ាងប្រៀបដូចជាសុបិនយ៉ាងអញ្ចឹងបន្តកើតថាគេព្យាយាមកែប្រែកំហុសដែលធ្លាប់ធ្វើកន្លងមកប៉ុន្តែគេតែងតែធ្វើឲ្យប្អូនស្រីមានគ្រោះថ្នាក់ហើយពេលនេះគេក៏ត្រូវចាក់ចេញទៅហើយដែរសូមទោសប្អូនស្រីក្នុងចិត្តរួចក៏ដាច់ខ្យល់រលត់សង្ខារបាត់ទៅពេលនេះស៊ីនយូឈឺចាប់ខ្លាំងណាស់ស្រែកមួយទំហឹងបញ្ចេញថាមពលយ៉ាងចម្លែកចេញពីរាងកាយបងប្រុសមិនអាចស្លាប់បាននោះទេរួចហើយ System ក៏alert ឡើងមកថាដល់ម៉ោង00នាទីល្មមជាពេលដែលគ្រោះមហន្តរាយយ៉ាងពិតប្រាកដបានចាប់ផ្ដើម
គេម្នាក់នេះភ្ញាក់ផ្អើលខ្លាំងណាស់ដែលសុកមានធ្លាក់ប្រើទៅវិញស៊ីនយូឯណេះបញ្ចេញថាមពលចេញពីរាងកាយបណ្ដាបន្ទោខ្លួនឯងបណ្ដាថាគ្រប់យ៉ាងមកពីនាងនិយាយសុំទោសបងប្រុសរួមផ្សំជាមួយនឹងថាមពលបំភាចេញពីរាងកាយកាន់តែខ្លាំងឡើងពេលនេះគេមិនដឹងនោះទេថាតើមានរឿងអ្វីកើតឡើងទៅនឹងងឿងឆ្ងល់ថាតើស៊ីនយូមិនពិការជើងទេឬស៊ីនយូឯណេះកំហឹងកើនលើ100អង្សាសេហើយក៏បញ្ចេញថាមពលតកកយ៉ាងខ្លាំងបង្កកមួយកំណាត់ក្រោមគេជាប់អញ្ចឹងគេមិនចង់ជឿនោះទេដែលមនុស្សអាចបញ្ចេញថាមពលតកកព្រិលបានខ្លាំងយ៉ាងនេះនៅកន្លែងមួយទៀតពួកគេដូចជាចាប់បានរលកសញ្ញានៅការផ្ទុះឡើងនៃថាមពលយ៉ាងខ្លាំងនៅខាងក្រោមពួកគេតាមការចាប់សញ្ញាក៏បានដឹងថានេះជារលកថាមពលកម្រិតខ្ពស់ស្ថិតនៅរាង S ឯណោះរួចហើយកាត់មកកាន់បន្ទាយទាហានឯនេះវិញសាច់រឿងបង្ហាញឲ្យឃើញមេបញ្ជាការពីររូបកំពុងជជែកគ្នាម្នាក់ដែលមានវ័យចំណាស់គឺជាមេបញ្ជាការល័ម្នាក់ទៀតគឺជាមេបញ្ជាការគន់ដែលជាលោកពូរបស់អាជើងស្ទាវដែលទួនហ្វៃសម្លេះចោលការពិភាក្សាមុនមេបញ្ជាការល័សួរឲ្យថាតើលោកយល់យ៉ាងណាចំពោះរឿងដែលបានកើតឡើងនៅលើពិភពលោកនៅពេលបច្ចុប្បន្ននេះមេបញ្ជាការគន់ក៏ថាពួកគេមិនអាចទប់ស្កាត់បានទៀតនោះទេប៉ុន្តែយ៉ាងណាក៏ពួកគេមិនអាចរងចាំស្លាប់បាននោះដែរក្នុងស្ថានភាពបែបនេះលោកកុំខ្ជះខ្ជាយកម្លាំងដើម្បីការពាររបស់អត់ប្រយោជន៍ទាំងអស់នោះអីកុំឆោតល្ងងពេកមើលទៅលោកចាស់ណាស់ពេកទៅហើយមនុស្សចំណិតមេបញ្ជាការល័មួម៉ៅខ្លាំងណាស់ដែលគេនិយាយក៏ឃ្លើនដាក់មេបញ្ជាការរបស់ខ្លួនបែបនេះប្រាប់ឲ្យគេសម្រួលអារម្មណ៍រួចមេបញ្ជាការល័ក៏ថាគាត់បានឮថាគេបានជ្រើសរើសទាហានជាច្រើនចូលក្នុងជួរទ័ពរបស់គេឮចឹងមេបញ្ជាការគាត់ក៏ថាដល់ដំណាក់កាលនេះហើយគាត់មិនគិតពីច្បាប់អីទៀតនោះទេពេលនេះគាត់មានអំណាចយ៉ាងខ្លាំងនៅក្នុងដៃភ្លាមនោះកូនចៅរបស់គាត់ស្រាប់តែទូរស័ព្ទរាយការណ៍មកពេលដឹងថាបេសកកម្មតាមប្រមាញ់ស៊ីនយូនិងទួនហ្វៃបរាជ័យគាត់មួម៉ៅខ្លាំងណាស់អញ្ចឹងក៏សូមលាមេបញ្ជាការល័ថាគាត់មានការរវល់និងនិយាយថាលោកបងគួរតែគិតពីអ្វីដែលខ្ញុំបាននិយាយឈប់ខ្ជះខ្ជាយធនធានសាងសង់ជំរកហើយវិធីតែមួយគត់លោកគួរតែផ្ដល់កងទ័ពទាំងអស់មកឲ្យខ្ញុំដើម្បីដោះស្រាយជាមួយនឹងពពួកស៊ូមប៊ីគេទៅផត់មេបញ្ជាការល័ក៏រអ៊ូពេលនេះគាត់ចាស់ណាស់ទៅហើយតែគាត់មានភារកិច្ចត្រូវការពារប្រជាជនសួរទៅកាន់មនុស្សចំណិតដែលមានឈ្មោះថាសៀវសាវថាតើគាត់គួរតែលាលែងពីតំណែងដែរទេដែលហេតុតែស្មោះស្ម័គ្រគេក៏តបទៅថាលោកមេបញ្ជាការនៅក្មេងខ្លាំងណាស់ហើយថែមទាំងមានសុខភាពល្អទៀតពួកយើងនៅតែត្រូវការដឹកនាំរបស់លោកឮអញ្ចឹងគាត់ក៏ថាហើយសៀវសាវឯងនៅតែស្មោះត្រង់ដូចដើមបន្តប្រាប់កុំបារម្ភដរាបណាគាត់នៅមានជីវិតគាត់នៅតែអនុវត្តកាតព្វកិច្ចការពារប្រជាជនរបស់គាត់រួចហើយក៏ប្រាប់សៀវសាវឲ្យទៅស៊ើបមើលពីអ្វីដែលមេបញ្ជាការគាត់និយាយទូរស័ព្ទអំបែមិញនេះកាត់មកកាន់កន្លែងមួយទៀតកូនត្រេនម្នាក់នេះក៏បានប្រាប់បងស្រីថានាងនឹងរកកន្លែងចោះចតតែកញ្ញាម្នាក់នេះថាមិនបាច់នោះឡើយគ្រាន់តែបន្ទាបខ្លួនបន្តិចទៅបានហើយបើកទ្វាររួចទម្លាក់ខ្លួនចុះទៅប្រើជំនាញយ៉ាងប៉ិនប្រសប់ផ្លាស់ទីឆ្វេងឆ្វាច់ទៅដល់ខាងក្រោមមកដល់ឃើញសភាពស៊ីនយូក៏ថាដោយសារតែទើបដាស់ឡើងនៅថាមពលពិសេសហើយស៊ីនយូបញ្ចេញថាមពលខ្លាំងយ៉ាងហ្នឹងទើបសភាពទៅជាបែបនេះអញ្ចឹងកូនត្រេនក៏បានសួរមកតាមកូនរ៉ូបតមួយនេះថាតើនេះជាអ្នកទី4មែនដែរទេតាមរយៈការនិយាយរបស់ពួកគេយើងក៏បានដឹងថាស៊ីនយូជាអ្នកទី4មានថាមពលទៅដល់រាង S ដែលពួកគេរកឃើញដោយហេតុតែស៊ីនយូមានថាមពលទៅដល់រាង S អញ្ចឹងពួកនាងក៏បានដឹងថាស៊ីនយូប្រហែលជាមានតាក់ទងទៅនឹងក្របពូជប្រភពអញ្ចឹងគ្នាយើងសូមបើករង្វង់កញ្ចក់បន្តិចចំពោះត្បូងប្រភព admin សូមបដូរទៅជាហាយក្របពូជប្រភពវិញអញ្ចឹងបិទរង្វង់កញ្ចក់មកវិញបន្តទៅកាន់សាច់រឿងរបស់យើងទៀតតែកូនត្រេនឆ្ងល់ខ្លាំងណាស់បើតាមសញ្ញាដែលនាងចាប់បានថាមពលដ៏ខ្លាំងមួយនោះដូចជាមិនមែនចេញពីរាងកាយក្មេងស្រីម្នាក់នេះនោះទេដូច្នេះកញ្ញាម្នាក់នេះក៏ថាយកស៊ីនយូទៅវិញសិនចាំគិតទៀតរួចហើយក៏បានសួរត្រូវទៅរកគោលដៅបន្ទាប់នៅទីណាទៀតក្រោយពួកគេចេញទៅផុតស្រាប់តែលេចចេញនិមិត្តសញ្ញាដើមឈើនៃការវិវត្តចេញពីរាងកាយរបស់ទួនហ្វៃរួចហើយ System ក៏ alert ឡើងមកថាកម្មវិធីគម្រោងនៃការបង្កើតព្រះកម្រិត1ត្រូវបានចាប់ផ្ដើមដូច្នេះនិមិត្តសញ្ញាដើមឈើនៃការវិវត្តបានបញ្ចេញឫសឈើយ៉ាងច្រើនចាក់ទម្លុះរាងកាយស៊ូមប៊ីទាំងអស់ដែលនៅក្បែរនោះពីមួយទៅមួយ
រួចស្រូបថាមពលជីវិតរបស់ពួកគេឡើងខ្សោះអស់ពីខ្លួនចាក់បញ្ចូលទៅក្នុងរាងកាយរបស់ទួនហ្វៃជួសជុលបេះដូងឲ្យដំណើរការឡើងវិញកាត់មកកាន់កន្លែងមេបញ្ជាការលាស់នេះវិញសៀវសាវបានចូលមករាយការណ៍ពីអ្វីដែលគេស៊ើបបានប្រកល់វីដេអូមួយទៅឲ្យគាត់មើលនិងប្រាប់ថាយុវជនម្នាក់នេះជាអ្នកដែលមេបញ្ជាការគាន់តាមប្រមាញ់ដោយប្រើសមត្ថភាពផ្ទាល់ខ្លួនទាហានដែលមេបញ្ជាការគាន់បញ្ជូនទៅនោះត្រូវបានខ្ចប់នៅក្រោមស្នាដៃរបស់គេទាំងអស់តែទោះជាយ៉ាងណាចុងក្រោយគេក៏ត្រូវបានស្លាប់យ៉ាងណាមិញមានឫសឈើចម្លែកយ៉ាងច្រើនរីករាលដាលជុំវិញកន្លែងនោះទាំងអស់រួចហើយវីដេអូក៏ត្រូវបានកាត់ផ្តាច់នៅត្រឹមនឹងឯងសារក្រោយមកវិញមេបញ្ជាការលាស់ស្រាប់តែចាប់អារម្មណ៍ឃើញនារីដែលយកសៀនយូទៅតែដោយសាររូបភាពមិនច្បាស់អញ្ចឹងគាត់មើលមិនស្គាល់នោះទេរួចហើយគាត់ក៏បានបញ្ជាសៀវសាវឲ្យប្រញាប់ទៅពិនិត្យមើលនៅកន្លែងនោះជាពិសេសត្រូវតែស្វែងរកយុវជនដែលបញ្ចេញនៅឫសឈើយ៉ាងចម្លែកនោះឲ្យឃើញបន្ទាប់ពីអ្នកចំណិតទៅផុតមេបញ្ជាការលាស់ក៏រអ៊ូម្នាក់ឯងទៀតថាអំណាចរបស់មេបញ្ជាការគាត់កាន់តែធំឡើងទៅហើយឯសមត្ថភាពរបស់គាត់វិញនៅមានកម្រិតគាត់មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេនៅពេលនេះតែពិភពលោកមួយនេះពិតជាត្រូវការហេរ៉ូខ្លាំងណាស់បន្ទាប់ពីបូមថាមពលពេញហើយនិមិត្តសញ្ញាដើមឈើនៃការវិវត្តក៏បានស្រូបឫសឈើទាំងអស់ចូលក្នុងខ្លួនរបស់ទួនហ្វៃវិញរួចហើយស៊ីស្តឹមក៏លើកឡើងមកថាការសម្លាប់ស៊ូប៊ី999ក្បាលទទួលបានពិន្ទុនៃការវិវត្ត999ពិន្ទុមុខងារនៃការវិវត្តបានបើកដំណើរការដោយស្វ័យប្រវត្តិហើយគម្រោងការនៃការបង្កើតព្រះក៏ត្រូវបានបញ្ចប់ដោយពេញលេញក្រោយមកទួនហ្វៃក៏បើកភ្នែកភ្ញាក់ដឹងខ្លួនឡើងវិញគេស្ទើរតែមិនចង់ជឿនោះទេដែលខ្លួននៅរស់រានមានជីវិតបែបនេះគេកាន់តែភ្ញាក់ផ្អើលបន្ថែមទៀតពេលឃើញតកកទាំងផ្ទាំងនៅចំពោះមុខបើមើលទៅមេទាហានដែលតាមប្រមាញ់ទួនហ្វៃនោះពេលនេះក៏ខ្លាចទៅជាសាច់ខ្លះសេបាត់ទៅហើយអញ្ចឹងទួនហ្វៃសែនឆ្ងល់យកទៅមែនតែម្ដងថាតើមានរឿងអ្វីកើតឡើងទៅនៅទីនេះនឹកឃើញដល់ប្អូនស្រីក៏ព្យាយាមស្រែករកស៊ីនយូពេញទៅនឹងឯងតែគ្មានការឆ្លើយតបនោះទេសូម្បីតែឈីមបូក៏មិនដឹងបាត់ទៅណានោះដែររអ៊ូហើយថាមិនមានសញ្ញានៃជីវិតណាមួយជុំវិញតំបន់នេះនោះទេសូម្បីតែស៊ូប៊ីក៏មិនមាននោះដែរតើតកកទាំងអស់នេះអាចជាស្នាដៃរបស់ដើមឈើនៃការវិវត្តដែរទេដោយនឹកឆ្ងល់មិនអស់ចិត្តក៏សម្រេចចូលមកក្នុងលំហដើមឈើនៃការវិវត្តមកដល់ក៏បានសួរទៅថាតើទាំងអស់នេះជាអ្វីនេះតើគេមិនទាន់ស្លាប់ទេឬមិនក៏គេមិនមានអារម្មណ៍ឈឺចាប់ពីស្នាមរបួសអ្វីបន្តិចសោះអញ្ចឹងដើមឈើនៃការវិវត្តឆាប់ឡាយបកស្រាយភ្លាមអញ្ចឹងស៊ីស្តឹមក៏ថាទួនហ្វៃគេទទួលបានឱកាសតែមួយគត់នៃគម្រោងបង្កើតព្រះដែលបានសង្គ្រោះគេឲ្យរស់ឡើងវិញហើយលោកម្ចាស់ក៏បានដាស់ឡើងនៅថាមពលផ្លូវចិត្តផងដែរទួនហ្វៃគេឆ្ងល់ខ្លាំងណាស់ឱកាសតែមួយគត់នៃគម្រោងបង្កើតព្រះបែបម៉េចវិញទៅហើយក៏ស្មានមិនដល់នោះដែរដែលគេអវឹកខិនទទួលបាននៅថាមពលផ្លូវចិត្តរួចហើយស៊ីស្តឹមក៏បន្តទៀតថាបច្ចុប្បន្ននេះទួនហ្វៃគេមានកម្លាំងស្ថិតនៅ level 5 ល្បឿន level 5ការអង្កេត level 5និងថាមពលវិញ្ញាណស្ថិតនៅ level 3ឃើញសមត្ថភាពរបស់ខ្លួនកើនឡើងជាលំដាប់បែបនេះគេកាន់តែភ្ញាក់ផ្អើលបន្ថែមទៀតSystem ក៏បានបន្តទៀតលោកម្ចាស់បានដាស់ឡើងនៅថាមពលផ្លូវចិត្តហើយត្រូវបានឡើងកម្រិតទៅជាអ្នកចម្បាំងរ៉េង E សួរទៀតថាតើទួនហ្វៃចង់មើលថាមពលដែលបានដាស់ឡើងដែរទេបន្ទាប់ពីចុចថាយល់ព្រមរួចហើយយើងក៏បានឃើញដែរថា Skill ដែលទួនហ្វៃទទួលបានគឺជាសមត្ថភាពលេបត្របាក់ដែលស្ថិតទៅដល់រ៉េង S ឯណោះតាំងកាលពីជីវិតមុនមកទួនហ្វៃគេមិនដែលបានឮពីជំនាញមួយនេះនោះទេបន្តទៀតថាកម្រិតថាមពលរបស់មនុស្សជាតិនឹងកើនឡើងនាពេលអនាគតប៉ុន្តែពេលដំបូងថាមពលផ្លូវចិត្តគឺកំពុងតែលូតលាស់ចំពោះថាមពលផ្លូវចិត្តគឺជាអ្នកកំណត់ដែនកំណត់នៃសមត្ថភាពរបស់មនុស្សម្នាក់ៗមានន័យថាថាមពលផ្លូវចិត្តកាន់តែខ្លាំងសមត្ថភាពក៏កាន់តែខ្លាំងទៅតាមនឹងដែរទួនហ្វៃស្មានមិនដល់នោះទេដែលគេខ្លាចទៅជាម្នាក់ក្នុងចំណោមអ្នកដែលអវឹកខិននៅថាមពលផ្លូវចិត្តដំបូងគេហើយស្គីដែលគេទទួលបានស្ថិតទៅដល់រាង S ឯណោះជាមួយថាមពលភ្លើងពណ៌ស្វាយពេលនេះប្រូហ្វៃកាន់តែកាចរំលឹកទៅដល់ប្អូនស្រីក៏នឹកឃើញថាធ្លាប់មានសញ្ញានៃថាមពលតកកដូច្នេះស្មានដឹងថាមានភាគរយខ្ពស់ដែលថាមពលតកកនៅខាងក្រៅនោះគឺជាស្នាដៃរបស់ស៊ីនយូដោយហេតុមិនមានដាននៃសាកសពនៅជុំវិញនេះក៏បានដឹងទៀតថាស៊ីនយូប្រហែលជានៅរស់ចេញមកដល់ខាងក្រៅរអ៊ូទៀតថាការបាត់ខ្លួនរបស់ស៊ីនយូអាចមានជាប់តាក់ទងទៅនឹងក្រុមយោធាឃើញឲ្យគាត់នេះមួម៉ៅផ្លែតអញ្ចឹងក៏បានគំតិចរាងកាយខ្លះសេរបស់គេឲ្យបែកទៅជាបំណែកតូចសច្ចាថាមនុស្សត្រកូលគាត់ខ្ញុំនឹងឲ្យឯងសងនៅតម្លៃមួយនេះមកកាន់បន្ទាយទាហានអ្នកចំណិតរបស់មេបញ្ជាការលក៏បានប្រាប់អ្នកយាមឲ្យប្រុងប្រយ័ត្ន
ប្រសិនបើមានស៊ុំប៊ីចូលមកពួកយើងនឹងមានបញ្ហាធំត្រូវយកចិត្តទុកដាក់ពង្រឹងការការពារកុំគិតតែពីស្ងាត់ដឹងកំហុសអ្នកយាមក៏ប្រញាប់សូមអភ័យទោសផ្ដែផ្ដាំរួចគេក៏ចាក់ចេញទៅអ្នកចំណិតរបស់មេបញ្ជាការគាន់ក៏បានប្រាប់ដែរថាកាវស៊ឺឡុងម្នាក់នេះបានស៊ើបអង្កេតពីគាត់អញ្ចឹងមេបញ្ជាការគាន់ក៏ថាមើលទៅកញ្ចាស់លាមិនទាន់ចោះចាញ់នោះទេឯងធ្លាប់និយាយថាកាវស៊ឺឡុងម្នាក់នេះមានគ្រោះថ្នាក់ខ្លាំងណាស់បញ្ជាទៅអ្នកចំណិតគេចង់ឲ្យកាវស៊ឺឡុងទៅហើយមិនត្រឡប់មកវិញកាត់មកកាន់ទួនហ្វៃឯនេះវិញក៏ថាដើម្បីបានចូលទៅក្នុងជួរកងទ័ពគេត្រូវតែទៅជំរុំអ្នករស់រានមានជីវិតជាមុនសិនបានដឹងទៀតថាក្រុមកញ្ញាសៀកើក៏នៅទីនោះដូចគ្នាអញ្ចឹងបំណងរបស់គេចង់ស្វែងរកស៊ីនយូនិងកន្លែងដែលមេបញ្ជាការគាត់នៅក្នុងពេលតែមួយតែម្ដងមកដល់ពេលព្រឹកព្រលឹមនៅលើកំពូលអគារមើលរូបភាពអូនស្រីក៏ថារងចាំបន្តិចទៅស៊ីនយូបងនឹងស្វែងរកឯងនៅគ្រប់ទីកន្លែងទាំងអស់មកដល់លើដងវិថីប្រើថាមពលថ្មីធ្វើការខ្វាយទៅលើសូប៊ីតែដូចជាមិនមានប្រតិកម្មអីនោះឡើយងឿងឆ្ងល់ហើយថាហេតុអីបានជាគេមិនអាចប្រើថាមពលមួយនេះបានអញ្ចឹងតើវាខុសបច្ចេកទេសត្រង់ណាទៅភ្លាមនោះក៏លេចចេញស៊ុំប៊ីសាច់ដុំមួយក្បាលនៅចំកណ្ដាលមុខរបស់គេដែលនេះគឺជាស៊ុំប៊ីស្ថិតនៅរ៉េង F ស្ទុះមកវាប្រហារទួនហ្វៃតែគេអាចគេចផុតបានយ៉ាងស្រួលតាមរយៈកម្លាំងដ៏ខ្លាំងនិងពណ៌ស្បែករបស់វាទួនហ្វៃក៏បានដឹងថាសមត្ថភាពពិសេសរបស់វាគឺជាភាពកាចសាហាវខូខើតែនេះគ្រាន់តែជាសមត្ថភាពពិសេសធម្មតាតែប៉ុណ្ណោះការវាយប្រហាររបស់វាមិនអាចធ្វើអីទួនហ្វៃបាននោះឡើយដោយហេតុតែឃើញថាវាដូចជាកក្លឿនខ្លាំងពេកគេក៏ជូនវាមួយជើងចំកណ្ដាលមុខពេញឲ្យដេកស្ប៉ាបាត់ទៅស្ទុះបំរុងនឹងផ្ដាច់ជីវិតរបស់វាប៉ុន្តែក៏ឈប់ឆ្ងល់វិញរួចហើយក៏សាកល្បងប្រើប្រាស់ស្គីថ្មីដោយយកវាជាការពិសោធន៍បញ្ចេញភ្លើងពណ៌ស្វាយធ្វើការលេបត្របាក់ស្រូបយកថាមពលរបស់វានិងកាត់ពីមុនមិនដំណើរការដោយសារតែប្រើវាទៅលើស៊ុំប៊ីធម្មតាពេលនេះសាកល្បងប្រើទៅលើស៊ុំប៊ីMutateម្ដងលទ្ធផលទៅជាយ៉ាងណាគេមិនទាន់ដឹងនោះឡើយភ្លាមនោះក៏លេចចេញនៅថាមពលចម្រុះពណ៌យ៉ាងច្រើនអញ្ចឹងគេក៏បានដឹងថាលើកនេះគឺវាដំណើរការហើយបន្ទាប់ពីបូមថាមពលវាអស់ថាមពលចម្រុះពណ៌ក៏បានប្រមូលផ្ដុំគ្នារួចបានចាក់បញ្ចូលទៅក្នុងរាងកាយរបស់ទួនហ្វៃពេលនេះគេមិនដឹងនោះឡើយថាមានរឿងអ្វីនោះអញ្ចឹង System ក៏លើកប្រាប់ពីសមិទ្ធផលក្រោយប្រើប្រាស់សមត្ថភាពលេបត្របាក់ដែលថាមពលពណ៌បៃតងចាក់ចូលក្នុងរាងកាយរបស់គេនោះសម្រាប់ការព្យាបាលថាមពលពណ៌មាសត្រូវបានស្រូបយកដោយដើមឈើនៃការវិវត្តរីឯពណ៌ក្រហមគឺជាបំណែកនៃថាមពលហិង្សាចំពោះថាមពលពណ៌បៃតងនិងពណ៌មាសទួនហ្វៃគេយល់ប៉ុន្តែសម្រាប់ថាមពលពណ៌ក្រហមគេមិនយល់នោះឡើយអញ្ចឹងក៏សម្រេចបើកមើលពីអត្ថប្រយោជន៍របស់វារួចហើយក៏ឃើញថាគេដូចជាទទួលបាននូវស្គីថ្មីមួយទៀតប៉ុន្តែទាល់តែវាឡើងទៅដល់ 100% ទើបគេអាចប្រើប្រាស់ស្គីមួយនេះបានបច្ចុប្បន្នទើបតែឡើងបាន 1% តែប៉ុណ្ណោះទួនហ្វៃភ្ញាក់ផ្អើលខ្លាំងណាស់ដែលគេអាចទទួលបាននូវសមត្ថភាពពិសេសមួយទៀតតាមដែលគេចាំការពីជីវិតមុនមានតែមនុស្សប៉ុន្មាននាក់តែប៉ុណ្ណោះដែលអាចដាស់ឡើងនូវសមត្ថភាពពិសេសចំនួន2បែបនេះគិតទៀតថាប្រសិនបើគេប្រមូលថាមពលបានច្រើនសមត្ថភាពពិសេសរបស់គេនឹងកាន់តែកើនឡើងបូករួមជាមួយនឹងការវិវត្តនៃសែននោះថាមពលរបស់គេគ្មានដែនកំណត់នោះឡើយភ្លាមនោះស្រាប់តែរញ្ជួយដីយ៉ាងខ្លាំងលេចឡើងនៅសត្វបិសាចមួយចេញមកទួនហ្វៃភ្ញាក់ផ្អើលខ្លាំងណាស់ក៏បានដឹងថានេះគឺជាសត្វបិសាចដែលបាន Awaken រួចហើយស្រាប់តែចាប់អារម្មណ៍ដឹងថាមានអរិភាពដ៏ខ្លាំងក្លាមួយទៀតនៅក្បែរនេះដែរភ្លាមនោះស្រាប់តែមានថាមពលធ្លាក់មកក្តៀងចាំងភ្នែកអ្នកសម្រាយឆ្វាចដែលនេះគឺជាជីមបូនឹងឯងទួនហ្វៃភ្ញាក់ផ្អើលខ្លាំងណាស់ពេលឃើញថាសំណក់ចិញ្ចឹមរបស់ខ្លួននៅមានជីវិតបែបនេះប្រាប់ជីមបូថានេះមិនមែនជាពេលដែលត្រូវសួរសុខទុក្ខគ្នានោះទេគេសូមដោះស្រាយជាមួយនឹងសត្វបិសាចដែលនៅចំពោះមុខនេះសិនតែជីមបូក៏បានរារាំងងឿងឆ្ងល់ក៏បានសួរទៅថាយ៉ាងម៉េចអាកូនពូជមានតែប៉ុណ្្នឹងចង់ហក់លោតជាមួយនឹងគេល្មិចនឹងកើតទៅបន្ទាប់ពីឃើញថាវាស្ទុះមកហើយក៏អនុញ្ញាតឲ្យជីមបូចូលប្រយុទ្ធទទួលការយល់ស្របហើយជីមបូក៏បានប្រើថាមពលពង្រឹងកម្លាំងពង្រីករាងកាយកាន់តែធំឡើងទួនហ្វៃភ្ញាក់ផ្អើលខ្លាំងណាស់ពេលឃើញជីមបូបានAwakenនៅសមត្ថភាពពិសេសហើយមកមើលការប្រយុទ្ធគ្នារវាងសត្វបិសាចនិងសត្វបិសាចទោះបីជាមានមាឌធំជាងប៉ុន្តែវាដូចជាមិនអាចធ្វើអីជីមបូបាននោះទេបែរជាត្រូវជីមបូដាក់ឡើងចង់ទក់ទៅហើយជីមបូប្រើកម្លាំងស្ទុះជាន់សង្កត់វាផ្អឹបនឹងដីតែវាបញ្ចេញកម្លាំងយ៉ាងខ្លាំងឬបំរាស់ប្រើកន្ទុយបក់បំប៉ាងជីមបូឲ្យខ្ទាតទៅមួយចម្ងាយជីមបូស្រែកបញ្ចេញអានុភាពរួចស្ទុះទៅខាំកន្ទុយប្រើជើងទាំងទ្វេជាន់ក្រញិចវាផ្អឹបនឹងដីមិនទាន់អស់ជីមបូបានប្រើថាមពលអាគីយ៉ាងសម្បើមផ្លុំចេញពីក្នុងមាត់ដុតកម្លោចរាងកាយរបស់វាទួនហ្វៃកាន់តែភ្ញាក់ផ្អើលបន្ថែមទៀតពេលឃើញថាជីមបូAwakenនៅសមត្ថភាពពិសេសចំនួន2បែបនេះការ
ប៉ះទង្គិចរវាងសត្វបិសាចទាំងពីរអ្នកដែលឈ្នះគឺជាឈីមបូទួនហ្វៃមិនចង់ជឿនោះទេដែលឈីមបូអាចដាស់ឡើងនូវសមត្ថភាពប្រែកាយផងនិងសមត្ថភាពភ្លើងផងបានបែបនេះដោយហេតុបែបនេះហើយទើបបានជាវាអាចនៅរស់រានមានជីវិតបន្ទាប់ពីបំផ្ទុះថាមពលតកកយ៉ាងសម្បើមនៅពេលនោះអញ្ចឹងឈីមបូខ្លាំងមិនធម្មតានោះឡើយមកមើលបិសាចបង្គួយកាត់ក្រពើដូចជាខ្លោចបាត់ទៅហើយមិនចាំយូរឈីមបូក៏បានលេបស្នូលថាមពលរបស់វាធ្វើជាថ្នាំបើកម្លាំងរួចហើយទួនហ្វៃក៏បានអបអរសំណក់ចិញ្ចឹមរបស់ខ្លួនដែលវាបានដាស់ឡើងនូវសមត្ថភាពពិសេសចំនួន2បែបនេះដោយហេតុតែមាឌធំពិបាកក្នុងការធ្វើដំណើរគេក៏បានប្រាប់វាឲ្យប្រែខ្លួនទៅជាទូចគួរឲ្យស្រឡាញ់វិញមកជាក់ស្ដែងពេលដែលមានមាឌធំពិតជាកំណាចតែពេលដែលប្រែមកជាទូចនៅតែអាឡែអាឡក់ដូចដើមជាមួយនឹងការអង្កេត level 5ដែលអាចធ្វើឲ្យគេយល់ដឹងបានចម្ងាយឆ្ងាយជាងមុនទួនហ្វៃក៏បានដឹងថាមានមនុស្សមួយក្រុមកំពុងប្រយុទ្ធតតាំងជាមួយនឹងស៊ូប៊ីយ៉ាងច្រើននៅមិនឆ្ងាយពីទីនេះប៉ុន្មាននោះឡើយមិនចាំយូរមនុស្សនិងសត្វក៏ប្រញាប់ស្ទុះទៅយ៉ាងលឿនទួនហ្វៃក៏ស្មានដឹងទៀតថាពួកគេទាំងអស់នោះប្រហែលជាក្រុមយោធាហើយសាច់រឿងកាត់មកកាន់ក្រុមចែដែលនៅលើយានហោះឯនេះវិញថ្នាក់លើរបស់នាងក៏បានតាក់ទងមកសួរអំពីបេសកកម្មអញ្ចឹងចែម្នាក់នេះដែលមានឈ្មោះថាសៀវយុនក៏បានប្រាប់ទៅថាបេសកកម្មប្រព្រឹត្តទៅបានដោយរលូនយ៉ាងធម្មតានោះទេប៉ុន្តែអ្វីដែលមិនធម្មតានោះគឺពួកគេចាប់បានសញ្ញាថាមពលនៃក្របពូជប្រភពតែពេលទៅដល់វាបែរជាគ្មានផ្ទុយទៅវិញពួកនាងបានរកឃើញអ្នកចម្បាំងរាំងអេសម្នាក់ដែលមិនមាននៅក្នុងបញ្ជីគ្រោងទុកនោះឡើយដែលថាមពលរបស់នាងខ្លាំងយកតែមែនតែម្ដងដោយហេតុតែបានយកនាងមកហើយអញ្ចឹងក៏បានសួរទៀតថាតើត្រូវធ្វើយ៉ាងណាទៅមើលមកស្ថានភាពស៊ីនយូដូចជាមិនល្អប៉ុន្មាននោះឡើយថ្នាក់លើរបស់ពួកនាងដែលជានារីអាចកំបាំងម្នាក់នេះភ្ញាក់ផ្អើលខ្លាំងណាស់ពេលឮថាជាអ្នកចម្បាំងរាំងអេសដែលមិនមានក្នុងបញ្ជីគ្រោងទុកហើយថែមទាំងនៅកន្លែងដែលមានសញ្ញានៃក្របពូជប្រភពទៀតរួចហើយក៏បានបញ្ជាឲ្យសៀវយុនត្រឡប់មកទីស្នាក់ការកណ្ដាលវិញសិនមកទទួលបញ្ជាហើយក៏ប្រាប់កូនទុនសាយឲ្យបែរចកោត្រឡប់ទៅជំរំវិញឮចឹងកូនទុនសាយសប្បាយចិត្តខ្លាំងណាស់ក៏បានប្រាប់បងស្រីឲ្យទិញការ៉ុតឲ្យនាងឲ្យច្រើនផងដោយហេតុតែនាងចូលចិត្តកាត់មកកាន់ក្រុមទាហានឯនេះវិញកំពុងព្យាយាមទប់ទល់ជាមួយនឹងក្រុមស៊ុំប៊ីខ្លាំងយកតែមែនតែនពួកគេឆ្ងល់ខ្លាំងណាស់ថាតើស៊ុំប៊ីទាំងអស់នេះចេញមកពីកលៀតណាអីក៏ច្រើនម្លឹងបុរសសាច់ដុំម្នាក់នេះក៏បានឆ្លៀតសួរទៅកាន់កៅស៊ឺឡងដែលកំពុងតែបាញ់ទូងទៀងថាតើគេមកធ្វើអីនៅតែនឹងហេតុអីក៏មិននៅការពារមេបញ្ជាការលាស់អញ្ចឹងកៅស៊ឺឡងក៏ថាគេចេញមកបំពេញបេសកកម្មដោយហេតុគេបានប៉ះពាល់ជាមួយនឹងមេបញ្ជាការគាត់មិនដឹងថាគាត់បានធ្វើអីជាមួយនឹងឡានរបស់គេនោះទេទើបបានជាវាខូចដោយហេតុគេក៏បង្ខំចិត្តត្រូវជាប់គាំងនៅតំបន់មួយនេះហើយបន្ទាប់មកទៀតគេបានរកឃើញអ្នករាល់គ្នានឹងឯងសួរទៅវិញថាតើគេមកធ្វើអីនៅតែនឹងដែរអញ្ចឹងបុរសសាច់ដុំក៏តបគេមានបេសកកម្មត្រូវនាំអ្នកវិទ្យាសាស្ត្រត្រឡប់ទៅជំរំវិញខណៈពេលកំពុងធ្វើដំណើរស្រាប់តែមានរន្ទះផ្គរលាន់បាញ់ទាំងធ្វើឲ្យឡានរបស់ពួកគេខូចហើយពួកគេមិនមានជំរឿអ្វីក្រៅពីទុករថយន្តចោលហើយរត់គេចខ្លួននោះឡើយបន្តប្រាប់អាណប់ទៀតថាអ្នកវិទ្យាសាស្ត្រទាំងអស់នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតមនុស្សជាតិទាំងមូលស្ថានភាពឥឡូវនេះមានគ្រោះថ្នាក់ខ្លាំងណាស់ហើយក្របកាំភ្លើងរបស់ពួកគេក៏នៅសល់មិនច្រើននោះដែរប្រាប់កាវស៊ូឡងឲ្យនាំអ្នកវិទ្យាសាស្ត្រទាំងអស់នេះទៅកន្លែងមានសុវត្ថិភាពរងចាំរហូតដល់ក្រុមសង្គ្រោះមកដល់ទុកឲ្យគេជាអ្នកនៅរារាំងក្រុមស៊ុំប៊ីទាំងអស់នេះកាយស៊ូឡុងមិនចង់ឲ្យគេធ្វើបែបនេះនោះទេព្រោះបើទប់ទល់នឹងស៊ុំប៊ីទាំងអស់នេះតែម្នាក់ឯងគេអាចនឹងស្លាប់បានអញ្ចឹងឲ្យគាត់សាច់ដុំម្នាក់នឹងឈ្មោះរបស់គេគឺតាជៀនគេក៏ថាកុំឲ្យកាយស៊ូឡុងទន់ជ្រាយដូចជាមនុស្សស្រីខ្លាំងពេកកុំភ្លេចថាគេគឺជាជើងឯកអ្នកប្រយុទ្ធម្នាក់ក្នុងជួរកងទ័ពភ្លាមនោះក៏លេចចេញនៅស៊ុំប៊ីសាច់ដូងយ៉ាងធំមួយទៀតចេញមកមុននឹងទៅតាជៀនក៏បានផ្ដាំឲ្យកៅស៊ឺឡងមើលថែអ្នកគ្រប់គ្នាឲ្យបានល្អរួចហើយគេក៏សម្រុកចូលប្រាប់កូនចៅឲ្យដកថយមកការពារអ្នកវិទ្យាសាស្ត្រវិញតែកូនចៅរបស់គេស្មោះស្ម័គ្រខ្លាំងណាស់ចង់លះបង់ជីវិតទប់ទល់នឹងស៊ុំប៊ីយ៉ាងធំមួយនេះជំនួសគេតាជៀនមិនព្រមនោះទេដោយសង្កត់ធ្ងន់ថានេះជាបញ្ជាមិនអាចធ្វើអីបានកៅស៊ឺឡងក៏បានស្រែកបញ្ជាឲ្យអ្នកគ្រប់គ្នាដកថយមកវិញការពារក្រុមអ្នកវិទ្យាសាស្ត្រហើយត្រូវសន្សំសំចៃគ្រាប់កាំភ្លើងឲ្យបានច្រើនតាមដែលអាចធ្វើទៅបានមកមើលតាជៀននៅវិញគេក៏បានចាត់ដៃពេញមួយទំហឹងនិយាយថាគេនឹងឲ្យពួកវាដឹងគុំមកចង់រញ៉េរញ៉ៃជាមួយនឹងមនុស្សឲ្យសោះរួចហើយម៉ាត់យកដោយមិនសំចៃដៃទៅលើស៊ុំប៊ីទាំងអស់នោះឆ្លៀតស្រែកប្រាប់កៅស៊ឺឡងឲ្យប្រញាប់នាំអ្នកវិទ្យាសាស្ត្រចេញពីទីនេះទុកឲ្យគេ
គេជាអ្នកទប់ទល់កាវស៊ូឡុងក៏ថាឲ្យតាជៀនចាំបន្តិចទៅជូនពួកគេទៅដល់កន្លែងមានសុវត្ថិភាពហើយគេនឹងត្រឡប់មកជួយវិញគេក៏មិនចង់ជឿនោះដែរដែលតាជៀនអាចទប់ទល់ជាមួយនឹងស៊ុំប៊ីទាំងអស់នេះដោយដៃទទេបានស្រីប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រឲ្យប្រញាប់ចាកចេញពីទីនេះនិងប្រាប់ឲ្យពួកគេមើលថែគ្រូរបស់គេឲ្យបានល្អកញ្ញាសពផ្កាឈូកក៏ប្រាប់គ្រូរបស់គេដែរថាឲ្យផ្អាកមើលសភៅសិនទៅព្រោះពេលនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់មើលមកតាជឿនវិញត្រូវបានឃ្លុបចិញ្ចៀងរបស់ស៊ុំប៊ីយក្សបាត់ទៅហើយសាស្ត្រាចារ្យក្បាលទំពែកផ្ទុយពីខ្លាចបែរជាភ្ញាក់ផ្អើលនឹងមាឌដ៏ធំរបស់វាសិស្សរបស់គាត់ក៏ប្រាប់ដែរថាឥឡូវនេះមិនមែនជាពេលដែលត្រូវកត់សម្គាល់អីនោះឡើយចេះរយទាំងអស់គ្នាឥឡូវហើយស្របពេលដែលវាស្ទុះបើកការវាយប្រហារភ្លាមនោះទួនហ្វៃមកដល់ល្មមប្រើថាមពលលេបត្របាក់សម្លាវាចោលមួយរំពេចរួចហើយក៏ទទួលបានថាមពលហិង្សា 1% ទៀតគ្រាន់តែឃើញភ្លាមកៅស៊ូឡុងក៏ស្គាល់ថាជាទួនហ្វៃឆ្ងល់ខ្លាំងណាស់ថាតើគេស្គាល់ឈ្មោះខ្លួននៅរបៀបណាទៅកៅស៊ូឡុងស្មានមិនដល់នោះទេដែលគេអាចជួបទួនហ្វៃនៅទីនេះនោះគេក៏ថាមានរឿងមួយចំនួនចង់សួរទៅកាន់ទួនហ្វៃតែទួនហ្វៃក៏សួរបកដោយឲ្យឆ្លើយនឹងសំណួររបស់ខ្លួនសិនមកតើគេគឺជាអ្នកក្រោមបង្គាប់របស់មេបញ្ជាការគន់ចុងហ័រមែនទេឮអញ្ចឹងគេក៏ប្រញាប់បដិសេធនិងប្រាប់ថាគេជាអ្នកក្រោមបង្គាប់របស់មេបញ្ជាការល័រួចហើយក៏បានណែនាំខ្លួនទៅថាគេឈ្មោះកៅស៊ូឡុងមេបញ្ជាការរបស់ពួកគេគឺមានឈ្មោះល័យ៉ាងហើយពួកគេក៏បានដឹងផងដែរពីរឿងរបស់ទួនហ្វៃនិងមេបញ្ជាការគាត់នោះទួនហ្វៃភ្ញាក់ផ្អើលខ្លាំងណាស់ពេលដឹងថាមេបញ្ជាការរបស់ពួកគេឈ្មោះល័យ៉ាងគេក៏បាននឹកឃើញដែរថាកាលពីជីវិតមុនបន្ទាប់ពីគ្រោះមហន្តរាយមនុស្សជាតិបានធ្លាក់ចូលក្នុងភាពវឹកវរយ៉ាងខ្លាំងពេលនោះក៏មានមេបញ្ជាការចំណាស់ម្នាក់ដែលមិនបានបោះបង់ការសង្គ្រោះមនុស្សជាតិនោះឡើយគាត់បានប្រែពីជម្រកតូចតាចទៅជាសហព័ន្ធមូលដ្ឋានដ៏ធំគាត់បានប្រើជីវិតដែលនៅសេសសល់ទាំងអស់ដណ្ដើមយកទឹកដីចុងក្រោយទុកជាក្តីសង្ឃឹមបន្តសម្រាប់មនុស្សជាតិទាំងមូលបាញ់ទូងទាំងជាមួយស៊ុំប៊ីបណ្ដាកៅស៊ូឡុងបន្តទៀតថានៅពេលដែលលោកមេបញ្ជាការបានដឹងពីអ្វីដែលបានកើតឡើងចំពោះទួនហ្វៃហើយគាត់មានចិត្តចង់ជួបទួនហ្វៃខ្លាំងណាស់អញ្ចឹងពួកគេចង់ឲ្យទួនហ្វៃត្រឡប់ទៅជំរុំវិញជាមួយនឹងពួកគេដែរឯទួនហ្វៃដូចជាចាប់ដឹងថាមានអ្វីចម្លែកភ្លាមនោះក៏លេចចេញនៅស៊ុំប៊ីស្ទីលមួយចេញមកដែលដូចជាអាចប្រើប្រាស់នៅថាមពលចរន្តអគ្គិសនីបានឃើញអញ្ចឹងទួនហ្វៃក៏ប្រាប់ឲ្យកៅស៊ូឡុងថយក្រោយទុកឲ្យគេជាអ្នកទប់ទល់គេមិនចង់ទៅនោះទេព្រោះបើទប់ទល់ម្នាក់ឯងទួនហ្វៃអាចនឹងមានគ្រោះថ្នាក់ទួនហ្វៃក៏បន្តប្រាប់កុំបាច់បារម្ភអីខ្លួនចង់ឲ្យគេទៅមើលគ្នាដែលកំពុងតែរបួសព្រោះរបួសរបស់គេត្រូវការយកចិត្តទុកដាក់ជាបន្ទាន់កៅស៊ូឡុងក៏មិនបានប្រកែកអ្វីទៀតនោះដែរយល់ស្របតាមទួនហ្វៃរួចហើយទួនហ្វៃក៏បានប្រាប់ឲ្យកូនពូជដែរថាត្រូវតែការពារអ្នកគ្រប់គ្នាដោយសម្ងាត់គុំបង្ហាញរូបរាងប៉ិតលើកលែងតែពេលចាំបាច់បើមិនអញ្ចឹងទេគេប្រហែលជាមិនឲ្យវាចូលទៅក្នុងទីជំរំនោះទេទួនហ្វៃក៏បានដឹងថាមានស៊ុំប៊ីអ្វិខិនដែលអាចប្រើប្រាស់ថាមពលអគ្គិសនីតែមួយនោះទេក្រៅពីនឹងត្រឹមតែជាស៊ុំប៊ីកំប៉ែកកំប៉ុកគេជន់កំប៉ិតដោយកំប៉ុងគោជន់តែប៉ុណ្ណោះអញ្ចឹងគេមិនចាំបាច់ប្រើថាមពលលេបត្របាក់ទៅលើពួកវាទាំងអស់នោះឡើយរួចហើយស៊ុំប៊ីស្ទីលក៏បានបញ្ជាស៊ុំប៊ីទាំងអស់ឲ្យសម្រុកចូលទួនហ្វៃក៏បានដឹងទៀតថាមើលទៅស៊ុំប៊ីស្ទីលមួយនោះប្រហែលជាមេទ័ពហើយតែយ៉ាងណានៅពេលនេះមិនគួរមានស៊ុំប៊ីមួយណាដែលមានសមត្ថភាពជាអ្នកដឹកនាំនោះឡើយភ្លេចខ្លួនតិចវិសនឹងស៊ីថាមពលរន្ទះបាត់ទៅហើយទួនហ្វៃភ្ញាក់ផ្អើលខ្លាំងណាស់ដែលស៊ុំប៊ីមួយនេះចេះប្រើថាមពលបាញ់បញ្ឆោតបង្វែរចំណាប់អារម្មណ៍របស់គេគិតថាវាមានប្រាជ្ញាស្មារតីហើយមែនទេមើលទៅការវិវត្តរបស់ពួកវាលឿនជាងអ្វីដែលបានកើតឡើងកាលពីជីវិតមុនទៅទៀតមិនយូរមិនឆាប់អាចនឹងមានបិសាច Levelord និងស្ដេចសត្វចម្លាក់ហើយមើលទៅតាទាំងអស់នេះអាចមានជាប់ទាក់ទងនឹងការរស់ឡើងវិញរបស់គេដែរទេកាត់មកកាន់តាជៀនក៏បានដឹងថាអាស៊ុំប៊ីស្ទីលមួយនេះឯងដែលបានធ្វើឲ្យឡានរបស់ពួកគេខូចនោះចែសក់ខ្លីក៏ថាកុំឲ្យគេកំរើកផ្ដេសផ្ដាស់របួសរបស់គេកំពុងស្ថិតក្នុងការព្យាបាលគេឆ្ងល់ខ្លាំងណាស់ថាតើយុវជនម្នាក់នោះជានរណាហេតុអីក៏ប្រយុទ្ធជាមួយនឹងស៊ុំប៊ីតែម្នាក់ឯងអញ្ចឹងកៅស៊ូឡុងក៏ប្រាប់ថាទួនហ្វៃគឺជាអ្នកជួយសង្គ្រោះពួកយើងហើយគេក៏ជាវីរបុរសដែលមេបញ្ជាការល័ចង់បានដូចគ្នានៅខណៈនេះស៊ុំប៊ីស្ទីលក៏បានប្រើថាមពលបាញ់ទម្លាក់ជំរឹងដែកចុះមកប៉ុន្តែដូចជាមិនបង្កធ្វើឲ្យនរណាមានរបួសនោះឡើយចែសក់ខ្លីឆ្ងល់ខ្លាំងណាស់ព្រោះអំបែមិញនេះនាងដូចជាបានឃើញឆ្កែយក្សដ៏ធំមួយប្រើស្លាបខ្មៅទាំងទ្វេរបស់វាការពារអ្នកគ្រប់គ្នាសង្ស័យថាជាកូនឆ្កែមួយក្បាលនេះមែនអត់ទេមិញនេះឮចឹងជីមបូភ័យខ្លាំងណាស់ព្រោះនឹកឃើញសម្ដីទួនហ្វៃថាប្រសិនបើគេដឹងពីសមត្ថភាពពិតរបស់វានោះគេប្រហែលជានឹងមិនឲ្យវាចូលទៅខាងក្នុងជំ
រម្យនោះទេចង់បង្វែរការសង្ស័យវាក៏ធ្វើជាអាឡែអាឡក់ននៀដីចុះឡើងទូនហ្វៃក៏លួចសរសើរឲ្យកូនពូជបន្តិចដែរដែលវាចេះប្រើស្ថានភាពលឿនរួចហើយក៏កើតថានឹងលេបត្របាក់ថាមពលសូប៊ីស្ទីលមួយនេះទៅពង្រឹងកម្លាំងរបស់ខ្លួនស្របគ្នានោះក៏លេចចេញនៅសូប៊ីអវខានមួយទៀតចេញមកទូនហ្វៃភ្ញាក់ផ្អើលខ្លាំងណាស់ថាតើសូប៊ីធាត់មួយនេះអាចជាមេទ័ពម្នាក់ទៀតដែរទេវាក៏បានលើកដុំថ្មធំមួយបំរុងគុកចេញទៅទូនហ្វៃក៏បានស្រែកប្រាប់អ្នកគ្រប់គ្នាឲ្យប្រញាប់ក្រាបចុះខណៈពេលដែលវាគុកដុំថ្មចេញទៅទូនហ្វៃកិច្ចយ៉ាងស្រួលរួចហើយក៏បានកាត់មើលទៅមិនមែនមានតែគេនោះទេដែលប្រែទៅជាខ្លាំងនោះសូម្បីតែពពួកសូប៊ីក៏វិវត្តកាន់តែលឿនដូចគ្នាពេលនេះគេពិតជាត្រូវការថាមពលបន្ថែមដើម្បីកំទេចពពួកសូប៊ីទាំងអស់នេះដើម្បីការពារប្អូនស្រីរបស់គេឃើញការប្រយុទ្ធដ៏សាហាវឃោរឃៅរបស់ទូនហ្វៃពួកគេភ្ញាក់ផ្អើលខ្លាំងណាស់ថាតើទូនហ្វៃនៅតែជាមនុស្សទៀតដែរទេមើលមកជីមបូដូចជារីករាយនឹងទស្សនានៅការប្រយុទ្ធមួយនេះខ្លាំងណាស់រួចហើយទូនហ្វៃក៏ប្រើភ្លើងប្រស្វាយលេបត្របាក់ថាមពលសូប៊ីធាត់មួយនោះឲ្យខ្ចប់បាត់ទៅបន្តដើរសម្ដៅទៅកាន់សូប៊ីស្ទាវវិញម្ដងឃើញអញ្ចឹងវាបានស្រែកបញ្ចេញថាមពលអគ្គិសនីយ៉ាងខ្លាំងបាញ់សម្ដៅទៅកាន់ទូនហ្វៃតែទូនហ្វៃបានផ្លាស់ទីមកយ៉ាងលឿនប្រើថាមពលលេបត្របាក់ស្រូបថាមពលរបស់វាឡើងខ្សោះអស់ពីខ្លួនរួចហើយស៊ីស្ទឹមក៏លើកឡើងមកថាទូនហ្វៃទទួលបានសមត្ថភាពដែលអាចប្រើប្រាស់រន្ទះបានដែលឥឡូវនេះគេទទួលបានបំណែកថាមពល 1% ពេលនេះអ្នកគ្រប់គ្នាសប្បាយចិត្តខ្លាំងណាស់ដោយហេតុតែពួកគេមានសុវត្ថិភាពហើយអ្នកវិទ្យាសាស្ត្រប្រុសក៏បានយកគ្រីស្តាល់ពណ៌បៃតងមួយទៅឲ្យគ្រូរបស់គេមើលគ្រាន់តែឃើញភ្លាមគាត់ក៏ដឹងថាវាដូចជាលទ្ធផលស្រាវជ្រាវរបស់គាត់ខ្លាំងណាស់កាលពីម្សិលមិញគាត់បានឃើញគ្រីស្តាល់ចម្លែកនេះនៅក្នុងខ្លួនរបស់សូប៊ីរួចហើយគាត់ក៏បានរាក់ទាក់នឹងណែនាំខ្លួនប្រាប់ទូនហ្វៃទៅថាគាត់មានឈ្មោះជាងធានស៊ីនគឺជាអ្នកវិទ្យាសាស្ត្រម្នាក់ពិតជាអរគុណខ្លាំងណាស់ចំពោះជំនួយរបស់គេឮថាគាត់ឈ្មោះជាងធានស៊ីនបែបនេះទូនហ្វៃភ្ញាក់ផ្អើលខ្លាំងណាស់កាលពីជីវិតមុនបុគ្គលម្នាក់នេះឯងគឺជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតគេមិនសូវជាច្បាស់ប៉ុន្មាននោះឡើយធ្លាប់ឮតែគេឈ្មោះរបស់គាត់តែប៉ុណ្ណោះសូម្បីតែជួបក៏មិនដែលនោះដែរកាលពីជីវិតមុនតាមដែលគេដឹងសាស្ត្រាចារ្យជាងនិងក្រុមស្រាវជ្រាវរបស់គាត់សិក្សាស្រាវជ្រាវឃើញពីវិធីទាញយកថាមពលសែនពីស្នូលគ្រីស្តាល់ទាំងអស់នេះផលិតជាថ្នាំសេនេទិកដែលបានធ្វើឲ្យមនុស្សមួយចំនួនធំអវខាននៅថាមពលពិសេសជួយឲ្យមនុស្សជាតិឆ្លងកាត់ដំណាក់កាលដ៏ខ្មៅងងឹតមួយនេះបានដោយសារតែគាត់បានធ្វើឲ្យមនុស្សជាតិអាចមានថាមពលប្រយុទ្ធប្រឆាំងនឹងសូប៊ីបានឥឡូវនេះគាត់បានឈរនៅចំពោះមុខរបស់គេហើយអញ្ចឹងសាស្ត្រាចារ្យជាងក៏បានសើចបន្តិចនិងសួរទៅថាតើលោកប្អូនមិនចង់រាក់ទាក់ចាប់ដៃមនុស្សចំណេះដូចជាគាត់ទេឬរួចហើយទូនហ្វៃក៏បានចាប់ដៃរាក់ទាក់យ៉ាងគួរសមបំផុតនិងនិយាយឲ្យគេសូមអភ័យទោសផងបន្តទៀតថាគេពិតជារីករាយខ្លាំងណាស់ដែលបានជួបគាត់នៅពេលនេះឮចឹងសាស្ត្រាចារ្យជាងភ្ញាក់ផ្អើលខ្លាំងណាស់ដែលទូនហ្វៃស្គាល់គាត់ដែរភ្លាមនោះអ្នកវិទ្យាសាស្ត្រដែលកំពុងពិនិត្យសាកសពសូប៊ីស្ទីវក៏បានស្រែកប្រាប់គ្រូរបស់គេថាមានបញ្ហាចំពោះសូប៊ីមួយនេះអញ្ចឹងសាស្ត្រាចារ្យជាងក៏ប្រាប់ទូនហ្វៃទៅថាគាត់មានការរវើបន្តិចចាំពួកគេពិភាក្សាគ្នានៅពេលក្រោយទៀតគាត់ពិតជាចាប់អារម្មណ៍ចំពោះគេខ្លាំងណាស់និយាយរួចគាត់ក៏ប្រញាប់ទៅពិនិត្យមើលសាកសពសូប៊ីមួយនោះយ៉ាងលឿនតាជៀនក៏បានអរគុណលោកបងទូនហ្វៃផងដែរសម្រាប់ការជួយសង្គ្រោះពួកគេដោយហេតុតែជាអ្នកខ្លាំងតែទូនហ្វៃក៏ចេះដាក់ខ្លួនប្រាប់ទៅគេមិនបាច់គួរសមអីនោះទេយ៉ាងណារបួសរបស់គេនេះធ្ងន់ធ្ងរខ្លាំងណាស់ត្រូវការការព្យាបាលជាបន្ទាន់អញ្ចឹងឥឡូវនេះគេនឹងចេញទៅរករថយន្តសម្រាប់ធ្វើដំណើរកាវស៊ឺឡុងក៏ថាមិនរំខានលោកបងនោះទេគេបានបញ្ជូនកូនចៅឲ្យទៅរកយានជំនិះរួចហើយសាស្ត្រាចារ្យជាងឯណាវិញគាត់ភ្ញាក់ផ្អើលខ្លាំងណាស់បើតាមការស្រាវជ្រាវរបស់គាត់មិនអាចខុសនោះឡើយវាគួរតែមានគ្រីស្តាល់នៅក្នុងខ្លួនសូប៊ីនីមួយៗហេតុអីបានជាសូប៊ីមួយនេះមិនមានគ្រីស្តាល់អគ្គិសនីយ៉ាងអញ្ចឹងសិស្សរបស់គាត់ម្នាក់ទៀតក៏បានប្រាប់ដែរថាសូម្បីតែសូប៊ីធាត់មួយនេះក៏មិនមានគ្រីស្តាល់នោះដែរនឹកឆ្ងល់មិនអស់ចិត្តគាត់ក៏បានបើកគម្ពីររបស់គាត់មើលរអ៊ូហើយថាការស្រាវជ្រាវរបស់គាត់មិនទាន់គ្រប់គ្រាន់នោះឡើយអញ្ចឹងគាត់ត្រូវតែសិក្សាឲ្យលម្អិតជាងនេះទៅទៀតហើយសង្ឃឹមថាគាត់អាចស្រាវជ្រាវដឹងពីថាមពលនៅក្នុងគ្រីស្តាល់ក្នុងពេលឆាប់ៗនេះទូនហ្វៃក៏បានដឹងថាមើលទៅសាស្ត្រាចារ្យជាងគាត់បានចាប់ផ្ដើមសិក្សាពីបញ្ហាថាមពលសែនហើយគ្រីស្តាល់ក្នុងខ្លួនសូប៊ីមីញូថេតទាំង3នេះគេបានស្រូបយកអស់ទៅហើយ
គេមិនអាចបញ្ជាដំណើរការស្រាវជ្រាវរបស់គាត់បាននោះទេត្រូវតែប្រាប់ការពិតដល់គាត់គេនឹងជួយគាត់តាមដែលអាចធ្វើទៅបានគិតរួចក៏បានសួរទៅថាតើលោកសាស្ត្រាចារ្យកំពុងនិយាយពីអ្វីឮចឹងគាត់ក៏ប្រញាប់លើកគ្រីស្តាល់មួយទៅឲ្យទួនហ្វៃមើលប្រាប់ទៅថាគាត់កំពុងស្រាវជ្រាវពីរបៀបដែលគ្រីស្តាល់មួយនេះកើតឡើងតែឥឡូវនេះកំពុងតែមានបញ្ហាអាចមានន័យថាអ្វីដែលគាត់បានសិក្សាពីមុននោះគឺវាខុសទាំងអស់ដូច្នេះទួនហ្វៃក៏សួរទៅថាគាត់ចង់និយាយពីស្នូសែនមួយនេះមែនទេឮទួនហ្វៃហៅវាបែបនេះគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ខ្លាចថាគាត់សង្ស័យទួនហ្វៃក៏ប្រាប់ទៅថានេះគឺជាឈ្មោះដែលគេចេះតែហៅតែប៉ុណ្ណោះបន្តប្រាប់ទៀតថាគេបានលេបគ្រីស្តាល់ទាំងអស់នេះអញ្ចឹងហើយទើបបានជាគេមានថាមពលខ្លាំងដូចពេលនេះឮអញ្ចឹងសាស្ត្រាចារ្យជាងមិនចង់ជឿនោះទេដែលទួនហ្វៃបានលេបវាព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ដែលហេតុតែវាបានផ្ទុកចំនួនមេរោគដ៏ច្រើននៃវីរុសស៊ូមប៊ីឮអញ្ចឹងទួនហ្វៃក៏ធ្វើជានិយាយទៀតថាក្រោយលេបវាហើយគេមានការឈឺចាប់ខ្លាំងណាស់ប៉ុន្តែបន្ទាប់មករាងកាយរបស់គេមានបម្រែបម្រួលផ្លាស់ប្ដូរយ៉ាងខ្លាំងដោយហេតុតែទួនហ្វៃសម្ដែងសមខ្លាំងពេកសាស្ត្រាចារ្យជាងជឿឡើងស្លុងគាត់មិនចង់ជឿនោះទេជាមួយនឹងមេរោគយ៉ាងច្រើនបែបនេះមិនបានធ្វើឲ្យគេប្រែទៅជាស៊ូមប៊ីមើលទៅវាគួរតែបានបង្ក្រាបទៅដោយអ្វីមួយហើយជាការពិតណាស់ដែលថា 30% គឺជាថាមពលរីឯ 70% ទៀតគឺជាវីរុសស៊ូមប៊ីយ៉ាងណាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការចម្រាញ់វាចេញដោយផ្ទាល់ម្យ៉ាងទៀតបើអាចទាញយក 70% នៃវីរុសស៊ូមប៊ីចេញឬ 30% នៃថាមពលសែនចេញវាអាចនឹងមានសុវត្ថិភាពជាងទួនហ្វៃក៏លួចសរសើរដែរថាគេគ្រាន់តែនិយាយប៉ុន្មានម៉ាត់សោះសាស្ត្រាចារ្យជាងគាត់អាចយល់បានច្រើនយ៉ាងនេះទៅហើយទួនហ្វៃក៏បានបន្តទៀតថាការដែលគាត់មិនបានរកឃើញគ្រីស្តាល់នៅក្នុងខ្លួនស៊ូមប៊ីទាំងអស់នេះវាអាចមកពីថាមពលរបស់គេបានបំផ្លាញវាអស់ទៅហើយយ៉ាងណាគេមានអារម្មណ៍ដឹងថាស៊ូមប៊ីទាំងអស់នេះមានគ្រីស្តាល់នៅក្នុងខ្លួនដូច្នេះការស្រាវជ្រាវរបស់គាត់នោះមិនប្រាកដថាខុសនោះឡើយឮអញ្ចឹងសាស្ត្រាចារ្យក៏យល់ថាវាពិតជាសមហេតុផលដោយហេតុតែទួនហ្វៃដឹងច្រើនយ៉ាងនេះអញ្ចឹងគាត់ក៏សួរទៅថាតើគេក៏ជាអ្នកវិទ្យាសាស្ត្រដែរតើមែនទេឮសំណួរបែបនេះទួនហ្វៃក៏ប្រញាប់ប្រកែកទៅថាគេគឺគ្រាន់តែជានិស្សិតធម្មតាម្នាក់តែប៉ុណ្ណោះរួចហើយសាស្ត្រាចារ្យជាងក៏បានស្រែកសួរទៅកាន់កៅស៊ឺឡុងថាតើពេលណាទើបពួកគេត្រឡប់ទៅវិញគាត់ឃ្លានចង់ស្រាវជ្រាវខ្លាំងណាស់មិនអាចរងចាំទៀតបាននោះឡើយអញ្ចឹងកៅស៊ឺឡុងក៏ប្រាប់ទៅថាពួកគេបានរកឃើញយានជំនិះយ៉ាងគួរសមមួយហើយ